ក្នុងពិភពលោកដែលពណ៌ជាអ្នកកំណត់តម្លៃមនុស្សគេធំដឹងក្តីមកដោយការបោះបង់ចោលព្រោះគេគ្មានពណ៌អ្វីទាំងអស់បងប្អូនត្រៀមខ្លួនមើលរឿងដ៏ជក់ចិត្តនេះជាមួយខ្ញុំទាំងអស់គ្នាគ្មានអ្នកណាផ្ដល់តម្លៃឲ្យគេឡើយហើយការខ្លាចជាវីរបុរសគឺមិនអាចទៅរួចទេប៉ុន្តែអ្វីៗបានប្រែប្រួលបន្ទាប់ពីការវាយប្រហារដ៏សាហាវមួយពីសំណាក់ពួកបិសាចដែលបានរុញគេឲ្យធ្លាក់ក្នុងអាងទឹកខ្មៅពុលគេមិនស្លាប់ទេផ្ទុយទៅវិញរាងកាយរបស់គេចាប់ផ្ដើមផ្លាស់ប្ដូរយ៉ាងចម្លែកសក់របស់គេប្រែជាពណ៌ខ្មៅហើយគេក៏ទទួលបានពណ៌ដ៏គួរឲ្យខ្លាចបំផុតដែលគ្រប់គ្នាជឿថាជាពណ៌របស់ពួកបិសាចជាមួយនឹងធម៌ពលនោះនឹងឆ្មាពន្លឺដ៏ចម្លែកឈ្មោះខេនៅក្បែរខ្លួនគេលែងជាមនុស្សដែលគ្រប់គ្នាមើលរំលងទៀតហើយគេបានងាកមករកពួកដែលធ្លាប់មើលងាយគេដើម្បីឲ្យពួកគេយល់ច្បាស់ថាការគ្មានពណ៌វាមិនមែនជារឿងធម្មតានោះទេវាគឺជាការគំរាមកំហែងដែលពួកគេមិនធ្លាប់ដឹងរឿងរ៉ាវបានចាប់ផ្ដើមជាមួយនឹងសម្លេងពូថៅដំទៅលើជញ្ជាំងយ៉ាងខ្លាំងរាល់ការដំកាន់តែខ្លាំងទៅរហូតដល់ជញ្ជាំងប្រេះចេញនៅទឹកពណ៌ខៀវយ៉ាងចម្លែកក្មេងប្រុសម្នាក់ដែលពោពេញដោយក្តីសង្ឃឹមបានដងយកទឹកនោះដាក់ចូលក្នុងដបតូចមួយវាគឺជាទឹកខ្មៅដែលជារបស់កម្របំផុតគេបង្ហាញនៅក្តីសប្បាយចិត្តយ៉ាងស្ងៀមស្ងាត់និងអរគុណដល់សត្វទូចចម្លែកឈ្មោះមីរ៉ូដែលបាននាំគេមកទីនេះបន្ទាប់មកគេក៏បានឡើងចេញពីក្នុងរន្ធដ៏ខ្មៅងងឹតដែលគេបានជីកកាយរួមជាមួយការគិតក្នុងចិត្តថារបស់ដែលគេរកឃើញនេះប្រហែលជាអាចធ្វើឲ្យគេត្រូវបានគេទទួលស្គាល់ក្នុងក្រុមអ្នករុករកនៅពេលចេញមកក្រោយគេក៏បានដើរទៅរកពន្លឺហើយសម្លឹងមើលទៅទីក្រុងដែលនៅចំកណ្ដាលដែលមានពន្លឺចម្រុះពណ៌ភ្លឺចែងចាំងខុសពីកន្លែងផ្សេងៗនៅទីនោះមនុស្សម្នាឈរពេញផ្លូវយ៉ាងកកកនិងកំពុងសម្លឹងមើលទៅលើក្រុមម្ចាស់ពណ៌ដ៏ល្បីល្បាញរាងកាយរបស់ពួកគេមានពណ៌ភ្លឺច្បាស់គួរឲ្យទាក់ទាញដែលធ្វើឲ្យគ្រប់គ្នាដកភ្នែកមិនរួចឡើយមនុស្សគ្រប់គ្នាជជែកគ្នាពីរបៀបដែលក្រុមនេះបានកម្ចាត់បិសាចដ៏ធំមហិមាកាលពីព្រឹកមិញយ៉ាងអស្ចារ្យសម្រាប់ពួកគេអ្នកទាំងនេះគឺជាអ្នកការពារទីក្រុងដ៏ពិតប្រាកដដរាបណាមានពួកគេនៅទីនេះទីក្រុងនឹងមានសុវត្ថិភាពជានិច្ចប៉ុន្តែនៅឆ្ងាយពីពន្លឺនោះត្រង់កន្លែងដែលមានតែភាពងងឹតបាំងចិត្តបែរជាមានទស្សនវិជ្ជាខុសគ្នាទាំងស្រុងមនុស្សជាច្រើនកំពុងឈរតម្រង់ជួរនៅមុខអគារមួយដើម្បីរងចាំការប្រឡងចូលរៀនក្នុងកម្រិត C ដ៏សំខាន់ឲ្យតែអ្នកមានពណ៌គឺអាចចូលរួមបានទាំងអស់គ្រប់គ្នាមានគោលដៅតែមួយគត់គឺការចូលទៅកាន់ដែនដីខ្មៅដើម្បីទទួលបានការទទួលស្គាល់ប៉ុន្តែឱកាសមិនមែនស្មើគ្នាសម្រាប់គ្រប់គ្នានោះទេក្មេងប្រុសដែលកាន់ដបទៅខ្មៅនោះត្រូវបានគេរុញចេញយ៉ាងអយុត្តិធម៌បំផុតបងប្អូនមើលចុះគេមិនទាន់ទាំងបានប្រឡងផងក៏ត្រូវបានពួកឆ្មាំដេញចេញទាំងបង្ខំហាក់ដូចជាគេគ្មានសិទ្ធិនៅទីនេះសោះគេចាប់ផ្ដើមខឹងហើយក៏បានសួររកហេតុផលភ្លាមគេលើកដបទឹកខ្មៅបង្ហាញដើម្បីបញ្ជាក់ថាខ្លួនគេក៏មានតម្លៃដែរស្រាប់តែមានបុរសសក់ក្រហមម្នាក់ដើរចេញមកហើយសួរទៅកាន់គេថាតើគេពិតជាត្រូវការពន្យល់មែនឬយ៉ាងណាចម្លើយយ៉ាងខ្លីគឺគេគ្មានពណ៌សម្គាល់ខ្លួនឡើយការពិតនេះវាឈឺចាប់ជាងអ្វីទាំងអស់បុរសនោះនិយាយបន្តដោយមិនញញើតគេប្រាប់ថាតួនាទីត្រូវបានកំណត់តាំងពីកើតមកម្ល៉េះមនុស្សគ្រប់រូបសុទ្ធតែមានកន្លែងរៀងខ្លួនប៉ុន្តែមានមនុស្សខ្លះមិនយល់ពីរឿងនេះអណ្ដាតភ្លើងចាប់ផ្ដើមឆេះនៅលើដៃរបស់គេខណៈពេលដែលគេព្រមានឲ្យក្មេងប្រុសនោះស្ដាប់ឲ្យច្បាស់ពីឋានៈរបស់ខ្លួនមនុស្សដូចគេគ្មានកន្លែងនៅទីនេះទេអណ្ដាតភ្លើងបានបាញ់សម្ដៅមកក្មេងប្រុសនោះក៏បានថយក្រោយទាំងភ័យខ្លាចជាខ្លាំងប៉ុន្តែគ្មានអ្វីកើតឡើងទេនៅពេលគេបើកភ្នែកមើលអណ្ដាតភ្លើងនោះគ្រាន់តែបាញ់ខុសដោយចេតនាប៉ុណ្ណោះបុរសសក់ក្រហមបញ្ចេញទឹកមុខឌឺដងនិងបញ្ជាក់ថាមានតែអ្នកដែលត្រូវបានជ្រើសរើសប៉ុណ្ណោះទើបអាចក្លាយជាអ្នករុករកបានបងប្អូនមើលសមត្ថភាពរបស់ពួកគេចុះពិតជាអស្ចារ្យណាស់បុរសនោះក៏បានរៀបរាប់ពីដែនដីខ្មៅដ៏គ្រោះថ្នាក់នៅខាងក្រៅទីក្រុងជាកន្លែងដែលពោពេញដោយភាពងងឹតនិងបិសាចដ៏សាហាវការរស់រាននៅទីនោះគឺផ្អែកលើកម្លាំងនិងពណ៌តែប៉ុណ្ណោះអ្នករុករកគឺជាអ្នកដែលហ៊ានប្រឈមមុខនឹងគ្រោះថ្នាក់ទាំងនោះដើម្បីស្វែងរកធនធាននិងធានានូវអនាគតរបស់មនុស្សជាតិពួកគេត្រូវបានគេចាត់ទុកថាជាអ្នកការពារដ៏ពិតប្រាកដប៉ុន្តែសម្រាប់អ្នកគ្មានពណ៌គ្មានផ្លូវដើរសម្រាប់ពួកគេឡើយនេះគឺជាពាក្យចុងក្រោយគេប្រាប់ឲ្យក្មេងប្រុសនោះត្រឡប់ទៅធ្វើការងារទៀបថោកវិញទៅហើយឈប់មកទីនេះទៀតទ្វារត្រូវបានបិទយ៉ាងខ្លាំងនៅចំពោះមុខគេរួមជាមួយនឹងការព្រមានចុងក្រោយថាលើក្រោយគេនឹងមិនបាញ់ខុសទៀតទេភាពស្ងប់ស្ងាត់បានត្រឡប់មកវិញសត្វខ្មៅតូចនីរ៉ូក៏បានលូនចេញពីហោប៉ៅដើម្បីលួងលោមម្ចាស់របស់វាគេក៏បាននិយាយលួងលោមវាវិញដោយសំឡេងតិចតិចហាក់ដូចជាគ្មានរឿងអ្វីកើតឡើងគេនៅមានកន្លែងផ្សេងទៀតដែលត្រូវសាកល្បងការបដិសេធជារឿងធម្មតាទៅហើយគេញញឹមតិចតិចនិងនៅតែប្រកាន់ខ្ជាប់នៅគោលដៅរបស់ខ្លួនគឺការក្លាយជាម្ចាស់ពណ៌ដ៏អស្ចារ្យគេរុញនីរ៉ូចូលទៅក្នុងហោប៉ៅវិញទោះបីជាវាចង់ចេញមកក្រៅក៏ដោយគេប្រាប់វាឲ្យនៅស្ងៀមកុំឲ្យអ្នកណាដឹងគេក៏ដើរចេញទៅដើម្បីស្វែងរកកន្លែងថ្មីដែលអាចទទួលយកសមត្ថភាពរបស់គេបាននៅតាមបង្អួចក្បែរនោះមានបុរសចម្លែកម្នាក់កំពុងតាមសម្លឹងមើលសកម្មភាពរបស់គេទាំងមានស្នាមញញឹមគួរឲ្យសង្ស័យពេលវេលាកន្លងផុតទៅជាច្រើនម៉ោងកន្លែងណាក៏បដិសេធគេដែរគេគូសសញ្ញាខ្វែងលើបញ្ជីឈ្មោះម្ដងមួយគេដកដង្ហើមធំដោយក្តីអស់សង្ឃឹមព្រោះនេះជាការបរាជ័យលើកទីប៉ុន្មានក៏មិនដឹងចុងក្រោយគេក៏បានមកដល់កន្លែងរបស់ម៉ារីនាងក៏ជាមនុស្សគ្មានពណ៌ដូចគេដែរនៅពេលឃើញគេមកដល់នាងក៏បង្ហាញនូវភាពរីករាយនិងស្និទ្ធស្នាលយ៉ាងខ្លាំងបងប្អូនដឹងទេគ្រាន់តែមើលមុខក៏នាងដឹងបាត់ទៅហើយថាមានរឿងអ្វីកើតឡើងគេក៏បានងក់ក្បាលយ៉ាងស្រទន់ទៅកាន់នាងវិញតោះ
មកមើលរឿងដែលគ្រប់គ្នាគិតថាលោករងគ្រោះជាមនុស្សអន់តែម៉ារីវិញនាងមើលឃើញសមត្ថភាពរបស់គីខ្ពស់ជាងពួក Pioneer ទៅទៀតតែខេគ្រាន់តែក្រវីក្បាលហីគេគិតថាជំនាញអស្ចារ្យយ៉ាងណាក៏គ្មានន័យដែរបើគ្មានក្រុមណាមួយព្រមទទួលយកមនុស្សដូចរូបគេចូលនោះម៉ារីក៏បានរំលឹកចំណុចសាមញ្ញមួយទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយក៏គេតែងតែត្រឡប់មកពីតំបន់ Blacklands វិញដោយសុវត្ថិភាពជានិច្ចគ្រាន់តែប៉ុណ្ណឹងក៏អាចបញ្ជាក់ពីសមត្ថភាពគេបានដែរប៉ុន្តែគេបានកែតម្រូវភ្លាមថាជោគជ័យទាំងអស់នេះគឺដោយសារមានជំនួយពី Nero មិនមែនគេធ្វើម្នាក់ឯងទេបន្ទាប់មកគេក៏បដូរប្រធានបទសួរនាងថាចង់ទិញទឹកថ្នាំដែលគេរកបានដែរឬទេនាងក៏យល់ព្រមភ្លាមដោយក្តីរីករាយបំផុតនាងបានផ្ដល់ប្រាក់កម្រៃយ៉ាងច្រើនដោយមិនរញរានៅពេលដែលនាងចាក់ទឹកថ្នាំចូលទៅក្នុងឧបករណ៍ថាមពលរបស់នាងទឹកមុខនាងហាក់ដូចជាបានធូរស្រាលយ៉ាងខ្លាំងព្រោះមួយរយៈនេះគ្រឿងផ្គត់ផ្គង់ពិតជាពិបាករកណាស់គេក៏បានកត់សម្គាល់ថាមូលហេតុគឺដោយសារទីក្រុងព្យាយាមបង្កើនចំនួនពួក Pioneers ច្រើនពេកនាងក៏យល់ស្របព្រោះការរស់នៅរបស់ពួកគេគឺពឹងផ្អែកទាំងស្រុងលើទឹកថ្នាំនាងស្រាប់តែផ្លាស់ប្ដូរទឹកមុខហើយសម្លឹងមើលទៅគេយ៉ាងយកចិត្តទុកដាក់គេជាមនុស្សខំប្រឹងតែបែរជាគ្មានក្រុមណាទទួលយកហើយថែមទាំងហៅគេថាខេទៀតនាងក៏បានលើកឡើងពីរឿងមួយដែលធ្លាប់និយាយពីមុនគេសារភាពថាគេមិនដែលហ៊ានសាកល្បងវាទេកន្លែងដែលនាងចង់ឲ្យគេទៅនោះវាហាក់ដូចជានៅឆ្ងាយហួសពីសមត្ថភាពដែលគេអាចទៅដល់បានមុនពេលគេនិយាយចប់នាងក៏ដាក់ក្រដាស់មួយនៅពីមុខគេសារនោះចង់ប្រាប់ថាគេត្រូវតែសាកល្បងគ្រប់ជំរើសទាំងអស់កុំទាន់អាលបោះបង់ចោលលទ្ធផលមិនទាន់ដឹងច្បាស់ទេបើមិនទាន់បានចាប់ផ្ដើមនេះអាចជាឱកាសមាសដែលគេកំពុងតែត្រូវការបំផុតហើយខេក៏ចាប់យកក្រដាស់នោះមកមើលភ្លាមនោះគេក៏ស្រឡាំងកាំងព្រោះឈ្មោះដែលសរសេរលើនោះគឺ Dawn Pioneering Corps ដែលជាក្រុមលំដាប់ថ្នាក់ S គេតែងតែគិតថាការដាក់ពាក្យចូលក្រុមលំដាប់ខ្ពស់បែបនេះច្បាស់ជាបរាជ័យមិនខានគេចាប់ផ្ដើមមានមន្ទិលសង្ស័យលើខ្លួនឯងសារជាថ្មីម្ដងទៀតតើមនុស្សដូចរូបគេអាចនឹងត្រូវបានគេចាប់អារម្មណ៍ដែរឬទេម៉ារីនៅតែជំរុញចិត្តគេព្រោះនាងជឿជាក់លើសមត្ថភាពពិតប្រាកដរបស់គេបើការទទួលស្គាល់គឺជាអ្វីដែលគេចង់បាននេះហើយជាឱកាសនាងនិយាយដោយភាពជឿជាក់និងរំលឹកគេនៅរឿងសាមញ្ញមួយចំនួនថាគេចង់បានរឿងនេះតាំងពីក្មេងមកម្ល៉េះការគ្រប់គ្រងរបស់នាងមិនដែលប្រែប្រួលឡើយរីឯគេក៏តបវិញដោយស្នាមញញឹមបន្តិចពេលនេះគេមិនអាចរារាក់ចិត្តបានទៀតទេគេក៏សម្រេចចិត្តយកពាក្យសុំចូលក្រុមដនខហើយអរគុណនាងរួចក៏ចាក់ចេញទៅបាត់ទៅសំឡេងរបស់ម៉ារីបានបន្លឺឡើងតាមពីក្រោយដើម្បីរំលឹកគេឲ្យប្រុងប្រយ័ត្ននៅកណ្ដាលផ្លូវដ៏ស្ងាត់ជ្រងំគេក៏ពិនិត្យមើលក្រដាស់នោះម្ដងទៀតគ្មានពេលសម្រាប់បងអងយូរឡើយគេត្រូវរៀបចំខ្លួនឲ្យបានលឿនស្រាប់តែនីរ៉ូសំងំស្ងៀមនៅក្នុងហុកប៉ៅហាក់ដូចជាមានរឿងមិនស្រួលកើតឡើងប្រយ័ត្នណាស់អ្នកទាំងអស់គ្នាគ្រោះថ្នាក់កំពុងមកដល់ហើយមុនពេលគេអាចដឹងខ្លួនមនុស្សចម្លែកកាលពីមុនក៏បានមកដល់ពីក្រោយគេបាត់ទៅហើយការវាប្រហារមួយបានបោកបក់ចំខ្នងរបស់គេយ៉ាងដំណំកម្លាំងនោះបានរុញច្រានគេឲ្យដួលទៅមុខព្រមទាំងបង្កជាការឈឺចាប់ពេញរាងកាយគេស្រែកឡើងដោយការឈឺចាប់មុនពេលអ្វីៗចាប់ផ្ដើមងងឹតស្លុបរាងកាយរបស់គេបានបោកផ្ទប់ទៅនឹងដីយ៉ាងខ្លាំងរហូតដល់ញ័រខ្លួនប្រាណពួកអ្នកវាយប្រហារម្នាក់ហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់ចំណែកបុរសសក់បៃតងម្នាក់ទៀតវិញមើលទៅត្រជាក់ស្រជុំហាក់ដូចជាគ្មានអារម្មណ៍អ្វីទាំងអស់ចំពោះគេលទ្ធផលត្រូវបានកំណត់រួចជាស្រេចទៅហើយជីវិតដែលគ្មានពណ៌សម្បុរគឺគ្មានតម្លៃអ្វីបន្តិចឡើយនេរ៉ូក៏បានលោតចេញមកក្រៅដោយក្តីបារម្ភវាព្យាយាមជួយសង្គ្រោះម្ចាស់របស់វាប៉ុន្តែភ្នែករបស់គេចាប់ផ្ដើមស្រវាំងទៅដោយកម្លាំងដែលនៅសេសសល់ចុងក្រោយគេក៏បានសញ្ញាឲ្យវាឆាប់រត់ទៅនៅពេលដែលគេដឹងខ្លួនឡើងវិញអ្វីៗជុំវិញខ្លួនគឺងងឹតឈឹងខ្យល់អាកាសនៅទីនោះគឺធំក្លិនស្អុយរលួយយ៉ាងខ្លាំងដែលធ្វើឲ្យគេពិបាកដកដង្ហើមគេដឹងថាខ្លួនឯងកំពុងដេកនៅបាតរណ្ដៅដ៏ជ្រៅមួយចំណែកបរិសសក់បៃតងនោះវិញកំពុងតែសម្លឹងមកគេពីខាងលើដោយទឹកមុខខកចិត្តយ៉ាងខ្លាំងគេមានអារម្មណ៍មិនសប្បាយចិត្តដែលឃើញខេនៅមានជីវិតកន្លែងនេះគឺជាកន្លែងសម្រាប់បោះចោលកាកសំណល់ទឹកថ្នាំដែលពុលបំផុតសារធាតុពុលជាច្រើនបានលាយឡំគ្នាបង្កើតជាជាតិពុលដែលអាចរំលាយសាច់មនុស្សបានយ៉ាងងាយវាជាកន្លែងដ៏ល្អបំផុតសម្រាប់កម្ចាត់សាកសពចោលខេបង្ខំចិត្តសួរដោយសំឡេងខ្សោយៗថាតើពួកវាជានរណាហើយហេតុអ្វីបានជាធ្វើបែបនេះបុរសម្នាក់នោះហាក់ដូចជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពួកវាមិនដែលរំពឹងថានឹងបានជួបរបស់មានតម្លៃនៅតំបន់ Shadow District បែបនេះឡើយបន្ទាប់មកភ្នែករបស់វាបានងាកទៅមើលទ្រង់មួយដែលនៅក្បែរនោះនៅខាងក្នុងនោះគឺ Nero ដែលកំពុងតែជាប់ឃុំឃាំងសត្វដែលមានភាពឆ្លាតវៃអាចស្ដាប់តាមបញ្ជាមនុស្សបានគឺកម្រណាស់និងមានតម្លៃថ្លៃបំផុតជឿខ្ញុំទៅអ្នកទាំងអស់គ្នាឈុតនេះពិតជាធ្វើឲ្យយើងខឹងចំនួនខេខ្លាំងណាស់កំហឹងបានពុះកញ្ជ្រោលពេញខ្លួនប្រាណរបស់គេភ្លាមគេស្រែកហៅឈ្មោះ Nero ទាំងការឈឺចាប់ជាពន់ពេកគេព្យាយាមទប់ខ្លួនក្រោកឈរឡើងហើយសម្លឹងទៅបរិសសក់បៃតងនោះដោយកំហឹងគេបានបញ្ជាឲ្យពួកវាដោះលែងសត្វរបស់គេជាបន្ទាន់ប៉ុន្តែអ្វីដែលគេទទួលបានមកវិញគឺមានតែការសើចចំអកមើងងាយតែប៉ុណ្ណោះមនុស្សដែលគ្មានពណ៌សម្ព័ន្ធដូចជាគេគ្មានសិទ្ធិមកគំរាមកំហែងពួកវាឡើយបរិសម្នាក់នោះបានស្ទុះមកចាប់កអាវរបស់គេហើយលើកឡើងយ៉ាងងាយវាបាននិយាយថាសត្វដូចជា Nero គឺមិនសមនឹងនៅជាមួយមនុស្សអន់ដូចជាគេឡើយខេចាប់ផ្ដើមយល់ថាខ្លួនឯងពិតជាប្រហែសខ្លាំងណាស់គេធ្លាប់ស៊ូទ្រាំនឹងការមើលងាយជាច្រើនឆ្នាំមកហើយប៉ុន្តែការប៉ះពាល់ដល់ Nero គឺជាការរំលោភលើបន្ទាត់ក្រហមដែលគេមិនអាចអត់ឱនឲ្យបានឡើយការបាត់បង់សត្វជាទីស្រឡាញ់
គឺជាអ្វីដែលគេមិនអាចទទួលយកបានទឹកមុខរបស់គេប្រែជាកាចសាហាវហើយសំឡេងគំរាមក៏បានបន្លឺឡើងយ៉ាងតិចតិចបុរសសក់បៃតងស្រាប់តែមានអារម្មណ៍មិនស្រួលក្នុងខ្លួនភ្លាមរាងកាយរបស់វាហាក់ដូចជាជាប់គាំងហើយមានផ្សែងខ្មៅចាប់ផ្ដើមភាយចេញពីដៃរបស់គេភាពងងឹតនោះបានរីករាលដាលដូចជាទឹកថ្នាំដែលមានជីវិតអញ្ចឹងវាបានរុំព័ទ្ធនិងរមូលក្រពើនៅលើអាកាសយ៉ាងគួរឲ្យខ្លាចបំផុតការឈឺចាប់យ៉ាងខ្លាំងបានវាយប្រហារទៅលើបុរសម្នាក់នោះវាមានអារម្មណ៍ដូចជាមានអ្វីមួយកំពុងតែទាញព្រលឹងរបស់វាចេញពីរាងកាយអញ្ចឹងភាពភ័យខ្លាចបានគ្របដណ្ដប់លើចិត្តរបស់វាបានក្រវ៉ាត់ខេចូលទៅក្នុងរណ្ដៅទឹកថ្នាំពុលនោះវិញដោយមិនបង្អង់យូរឡើយចាប់បាត់ហើយខេធ្លាក់ចូលក្នុងភូកខ្មៅបាត់ហើយតើអ្នកនឹងខ្ញុំគិតថាគេនឹងអាចរស់បានទេចាំតាមដានភាពបន្តទៀតណាតោះអ្នកទាំងអស់គ្នាត្រៀមខ្លួនមើលឈុតសងសឹកដ៏សាហាវបំផុតជាមួយខ្ញុំខណៈដែលពួកវាគិតថាគ្រប់យ៉ាងចប់សពគ្រប់តែសម្រែករបស់នីរ៉ូកំពុងបន្លឺឡើងពីក្នុងទ្រុងយ៉ាងឈឺចាប់សម្រែកសើវរបស់នីរ៉ូកំពុងអង្រួនចិត្តខេយ៉ាងខ្លាំងប៉ុន្តែរាងកាយរបស់គេបែរជាមិនព្រមស្ដាប់បញ្ជាហើយកំរើកមិនរួចទាល់តែសោះសម្លេងហៅរបស់នីរ៉ូកាន់តែខ្លាំងឡើងក្នុងភាពងងឹតរហូតធ្វើឲ្យខេគិតថាតើគ្រប់យ៉ាងត្រូវមកបញ្ចប់នៅត្រឹមនេះមែនទេគេមិនព្រមឲ្យវាចប់បែបនេះឡើយព្រោះគេនៅមានសន្យាមួយដែលត្រូវតែបំពេញឲ្យបានទោះត្រូវលះបង់អ្វីក៏ដោយភ្លាមនោះមានសម្លេងដកត្រជាក់ស្រេបមួយបានបន្លឺឡើងក្នុងចិត្តគេវាបានសួរដេញដោលនិងជំរុញឲ្យគេក្រោកឡើងតស៊ូជាបន្ទាន់ទោះបីជាដកដង្ហើមស្ទើរមិនរួចក៏ដោយប៉ុន្តែកម្លាំងសម្ពាធនោះកាន់តែខ្លាំងឡើងរហូតបង្ខំឲ្យគេត្រូវតែធ្វើសកម្មភាពអ្វីមួយសម្លេងនោះបានបញ្ជាឲ្យគេទៅជួយនីរ៉ូដោយគ្មានការសង្ស័យហើយខេក៏ព្រមទទួលយកកម្លាំងដ៏អាថ៌កំបាំងនោះភ្លាមតែម្ដងឥឡូវចាំមើលទាំងអស់គ្នាត្រង់នេះហើយដែលថាមពលខ្មៅដ៏មហិមាបានផ្ទុះឡើងជារង្វង់ជុំវិញខ្លួនរបស់គេយ៉ាងសាហាវបំផុតកម្លាំងនោះបានហូរចូលគ្រប់រន្ធញើសនិងផ្លាស់ប្ដូររូបរាងកាយរបស់គេទាំងស្រុងរហូតដល់គេបើកភ្នែកឡើងវិញយ៉ាងគួរឲ្យភ័យខ្លាចគេបានមកដល់កន្លែងពណ៌សដ៏ល្វឹងល្វើយមួយហើយនៅចំពោះមុខគេក៏មានស្រមោលពន្លឺដ៏ចម្លែកមួយកំពុងតែលេចរូបរាងឡើងខេសម្លឹងមើលដៃខ្លួនឯងទាំងមិនយល់ពីអ្វីដែលកំពុងកើតឡើងព្រោះគ្រប់យ៉ាងវាមានអារម្មណ៍ថាខុសប្លែកពីធម្មតាខ្លាំងណាស់គេក៏ដឹងថាទីនេះគឺជាពិភពខាងក្នុងទឹកខ្មៅហើយរូបគេកំពុងតែស្ថិតក្នុងស្ថានភាពមួយដែលពេលវេលាហាក់ដូចជាលែងមានន័យខណៈដែលស្មារតីរបស់គេចាប់ផ្ដើមស្រពេចស្រពិលសម្លេងរបស់នីរ៉ូក៏បានបន្លឺឡើងម្ដងទៀតដើម្បីដាស់រូបគេឲ្យត្រឡប់មកវិញពេលដឹងខ្លួនមកវិញគេឃើញបុរសពីរនាក់នោះកំពុងយាមទ្រង់របស់នីរ៉ូយ៉ាងប្រងើយកន្តើយបំផុតចិត្តរបស់គេពេលនេះមានតែគោលដៅមួយគត់គឺត្រូវតែជួយសង្គ្រោះនីរ៉ូឲ្យបានទោះក្នុងតម្លៃណាក៏ដោយគេបានវាយបំបែករណ្ដៅនោះចេញមកហើយទឹកខ្មៅដ៏ច្រើនមហិមាក៏បានបាញ់ចេញមកគ្រប់ទិសទីតែម្ដងពួកវាទាំងពីរនាក់ស្លន់ស្លោខ្លាំងណាស់ប៉ុន្តែវាហួសពេលទៅហើយព្រោះទឹកខ្មៅទាំងនោះបានលេបត្របាក់អ្វីដែលនៅក្បែរនោះអស់ស្រាប់តែមានអ្វីមួយយ៉ាងដ៏ធំមហិមានិងខ្មៅងងឹតបានផុសចេញពីជម្រៅដីមកបង្កជាភាពរន្ធត់ដល់អ្នកដែលបានឃើញបុរសសក់បៃតងភ័យរហូតដល់ស្លេកមុខព្រោះស្ថានភាពនេះវាមិនអាចបញ្យល់បានឡើយខណៈដែលដៃខ្មៅដ៏ធំបានលូកមករកពួកគេចាំបន្តិចសិនអ្នកទាំងអស់គ្នាតោះទៅមើលថាតើសមត្ថកិច្ចរកឃើញអ្វីខ្លះបន្ទាប់ពីគ្រប់យ៉ាងត្រូវបានកំទេចខ្ទេចអស់បែបនេះបុរសចំណាស់ម្នាក់បានព្យាយាមរៀបរាប់ប្រាប់ប៉ូលីសទាំងអារម្មណ៍តក់ស្លុតថាគេបានឃើញហេតុការណ៍ដ៏ចម្លែកនេះដោយផ្ទាល់ភ្នែកគាត់ប្រាប់ថាមានដៃតូចមួយដូចជាដៃក្មេងបានលូកចេញពីដីរួចកំទេចកន្លែងនេះចោលក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះក្រុមសង្គ្រោះកំពុងតែមមាញឹកក្នុងការជួយជនរងគ្រោះចេញពីគំនរបាក់បែកខណៈដែលសាក្សីម្នាក់នោះនៅតែបន្តសួរដេញដោលមិនឈប់បុរសម្នាក់ស្លៀកឈុតពណ៌ក្រហមបាននិយាយទាំងធូរត្រង់ថាសំណាងហើយដែលមានមនុស្សតែ2-3នាក់ប៉ុណ្ណោះដែលរងគ្រោះក្នុងរឿងនេះស្ត្រីឈុតខៀវក៏យល់ស្របដែរដោយនាងបន្ថែមថាអ្នកទាំងនោះសុទ្ធតែជាពួកអ្នករុករោគកម្រិត B ដែលមានឈ្មោះអាក្រក់បំផុតនាងក៏បានកត់សម្គាល់ឃើញថាសាកសពរបស់ពួកវាត្រូវបានបាត់បង់ពណ៌សម្បុរទាំងស្រុងដែលជារឿងដ៏គួរឲ្យខ្លាចបំផុតប៉ុន្តែបុរសឈុតក្រហមបានបង្ខំឲ្យបញ្ចប់ការពិភាក្សានេះព្រោះរឿងគេឈ្មោះវាមិនសំខាន់ស្មើនឹងបញ្ហាដែលកំពុងកើតឡើងនោះទេបញ្ហាពិតប្រាកដនោះគឺការលេចមុខរបស់សត្វចម្លែកដ៏ធំមួយនៅកណ្ដាលទីក្រុងដែលជារឿងមិនធ្លាប់មានពីមុនមកឡើយមន្ត្រីប៉ូលីសម្នាក់បានរត់មកជួបពួក Caloris ទាំងគោរពហើយណែនាំខ្លួនថាជាអ្នកទទួលខុសត្រូវលើកន្លែងកើតហេតុនេះគាត់ឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីបានជាកំពូលអ្នកខ្លាំងដូចជាពួកគេបែរជាមកលេចមុខនៅក្នុងតំបន់ស្រមោលបែបនេះទៅវិញបុរសឈុតក្រហមបានឆ្លើយយ៉ាងសាមញ្ញថាពួកគេមកទីនេះដើម្បីស៊ើបអង្កេតអំពីសត្វចម្លែកនោះហើយសុំឲ្យមន្ត្រីរូបនោះនាំផ្លូវមន្ត្រីម្នាក់នោះក៏យល់ព្រមភ្លាមទាំងអារម្មណ៍ភ័យអរខណៈដែលពួកគេកាន់តែដើរចូលទៅជ្រៅក្នុងតំបន់ដែលមានការខូចខាតខ្លាំងអគារជាច្រើនបានដួលរលំនិងក្លាយជាគំនរបាក់បែកដែលមើលទៅពិតជាគួរឲ្យខ្លាចខ្លាំងណាស់នៅក្នុងតំបន់នេះក្រោយពីនិតស្លាកស្នាមទឹកខ្មៅស្ត្រីនោះបានបញ្ជាក់ថាវាពិតជាស្នាដៃរបស់សត្វចម្លែកដ៏មានឥទ្ធិពលមួយប្រាកដមែននាងបន្តថាជាច្រើនខែមកនេះមិនដែលឃើញសត្វចម្លែកធំបែបនេះលេចមុខក្នុងទីក្រុងឡើយជាពិសេសគឺនៅក្បែរទីក្រុងបែបនេះជាធម្មតាមានតែសត្វតូចៗដែលគ្មានគ្រោះថ្នាក់ប៉ុណ្ណោះដែលអាចមកដល់ទីនេះដូច្នេះវាច្បាស់ជាមានបញ្ហាធំអ្វីមួយនៅពីក្រោយរឿងនេះហើយបរោះឈុតក្រហមក៏បានខាត់នាងមិនឲ្យទាន់សន្និដ្ឋានអ្វីទាំងអស់ព្រោះគោលដៅសំខាន់បំផុតគឺត្រូវរកសត្វចម្លែកនោះឲ្យឃើញសិនចំណែកនៅកន្លែងដ៏ឆ្ងាយមួយទៀតដែលមានតែភាពងងឹតសំឡេងខ្សៅៗមួយបានបន្លឺឡើងដើម្បីបំបីភាពស្ងប់ស្ងាត់សត្វតូចមួយកំពុងព្យាយាមដាស់មនុស្សម្នាក់ដែលដេកស្ទោកស្ទឹងនៅលើដីទាំងក្តីបារម្ភនិងភ័យខ្លាចបំផុតនៅពេលដឹងខ្លួនឡើងវិញខេក៏ប្រញាប់ក្រោកឡើងហើយអោបនេរ៉ូជាប់នឹងទ្រូង
ទាំងអារម្មណ៍រំភើបនិងធូរស្បើយក្នុងចិត្តបន្ទាប់មកការចងចាំអំពីទឹកខ្មៅនិងការបំផ្លិចបំផ្លាញកាលពីមុនបានហូរចូលមកក្នុងខួរក្បាលរបស់គេព្រមគ្នាតែម្ដងរាងកាយរបស់គេញ័រទៅត្រើតនៅពេលសម្លឹងមើលដៃខ្លួនឯងទោះបីជាគ្មានរបួសប៉ុន្តែមានអ្វីមួយយ៉ាងបានប្រែប្រួលយ៉ាងខ្លាំងនៅពេលគេស្ទាបសក់ខ្លួនឯងគេក៏ដឹងថាវាបានប្រែជាពណ៌ខ្មៅស្រងាត់ហើយសូម្បីតែភ្នែករបស់គេក៏មិនដូចមុនដែរគេព្យាយាមសម្លឹងមើលទៅជុំវិញខ្លួនដែលមានតែភាពងងឹតសូន្យឈឹងដោយគ្មានពន្លឺអ្វីសម្រាប់នាំផ្លូវគេឡើយហើយរឿងយើងចប់ត្រឹមនេះសិនជឿខ្ញុំចោះភាគក្រោយច្បាស់ជាជក់ចិត្តខ្លាំងតោះត្រៀមខ្លួនមើលរឿងដ៏រន្ធត់នេះជាមួយខ្ញុំពន្លឺភ្លឺចេញពីកញ្ចក់វិលវល់បង្ហាញអ្វីមួយយ៉ាងដែលយើងនឹកស្មានមិនដល់ទាល់តែសោះវាមិនមែនជាភាពងងឹតតទេពួកគេកំពុងជាប់ក្នុងព្រៃដែលពោពេញដោយសត្វចម្លែកសម្លឹងមើលមកពីគ្រប់ទិសទីនេះជាតំបន់ Hamcourt Blackland ជាកន្លែងគ្រោះថ្នាក់បំផុតសម្រាប់តែពួកអ្នកខ្លាំងកម្រិត B ឡើងទៅប៉ុណ្ណោះដែលហ៊ានចូលគាត់ត្រូវបានគេអូសចូលមកក្នុងព្រៃជ្រៅនេះទាំងមិនដឹងខ្លួនទាល់តែសោះគ្មានផ្លូវរត់ចេញក្រៅងាយៗឡើយពន្លឺតាក់ទាញពួកសត្វសាហាវពួកវាចាប់ផ្ដើមសម្រុកចូលមកគ្មានពេលគិតទៀតទេត្រូវតែរត់ឲ្យលឿនបំផុតមុនពេលរត់រួចណេរ៉ូដឹងខ្លួនភ្លាមស្រមោលខ្មៅដូចសត្វពុះយក្សកំពុងវាប្រហារយ៉ាងលឿនបំផុតគាត់គេចផុតទាំងប្រផិតប្រភើយសញ្ញាគ្រោះថ្នាក់កាន់តែច្រើនឡើងសត្វចម្លែកជាច្រើនកំពុងឡោមព័ទ្ធគាត់មិនឈប់ឡើយគេចផុតពីការវាយប្រហារគ្រប់ទិសគាត់និងណេរ៉ូកំពុងសម្រុកទៅមុខយ៉ាងលឿនក្នុងព្រៃស្រាប់តែមានអ្វីប្លែកគាត់យកដៃខ្ទប់ទ្រូងវាមានអារម្មណ៍ថាដូចជាមានអ្វីមួយយ៉ាងកំពុងទាញចូលក្នុងយ៉ាងខ្លាំងដូចជាមានប្រហោងងងឹតក្នុងខ្លួនប៉ុន្តែជំនួសឲ្យការភ័យខ្លាចគាត់បែរជាមានកម្លាំងធម៌ពលអស្ចារ្យមកវិញទោះរត់យូរក៏មិនហត់ខ្លួនគាត់ស្រាលស្វាហាប់និងរហ័សរហួនជាងមុនឆ្ងាយណាស់គ្រប់ចលនាគឺច្បាស់តែម្ដងកម្លាំងកើនឡើងពីការប្រែជាខ្មៅណេរ៉ូដឹងខ្លួនម្ដងទៀតស្រាប់តែមានសត្រូវលួចវាយឆ្មក់ពីចំហៀងសត្វចម្លែកស្ទុះមកភ្លាមរាងកាយគាត់តបតដោយស្វ័យប្រវត្តិខ្លាចជាការការពារយ៉ាងល្អឥតឆោះបំផុតគាត់បិទភ្នែកចាំទទួលសេចក្តីស្លាប់ប៉ុន្តែពេលវាខំថ្មិញវាបែរជាបាក់ខ្ទេចខ្លួនឯងទៅវិញយ៉ាងគួរឲ្យភ្ញាក់ផ្អើលស្បែកគាត់មិនដាច់សំបីបន្តិចសត្វចម្លែកនោះភ័យខ្លាចរួចរត់បាត់ទៅដូចសត្វធាតុផ្អើលយ៉ាងខ្លាំងគាត់មើលដៃខ្លួនឯងគ្មានរបួសសំបីបន្តិចនេះហើយគឺជាកម្លាំងពិតប្រាកដដ៏អស្ចារ្យដែលគាត់មិនដែលបានស្គាល់ពីមុនមកប៉ុន្តែណេរ៉ូប្រកាសអាសន្នម្ដងទៀតមានអ្វីដែលសាហាវជាងនេះកំពុងចាំនៅខាងមុខដើមឈើធំនោះចាំមើលណាអ្នកទាំងអស់គ្នាសត្វយក្សភ្នែកមួយបានបង្ហាញខ្លួនវាជាកំពូលអ្នកប្រមាញ់កម្រិតខ្ពស់ដ៏សាហាវបំផុតវាជាសត្វសាហាវដែលមិនគួរនៅទីនេះទាល់តែសោះរួចវាក៏ចាប់ផ្ដើមវាយប្រហារសម្រុកចូលមកមុនភ្លាមការវាយប្រហារខ្លាំងដល់ថ្នាក់ខ្ទាតទៅបោកនឹងដើមឈើសូម្បីតែណេរ៉ូក៏មិនអាចដឹងខ្លួនទាន់ពេលដែរសត្វយក្សដើរមកជិតរួចសម្លឹងមើលដោយការស្រែកឃ្លានយ៉ាងខ្លាំងសំឡេងវាដប់បង្ហាញពីភាពអំនួតដែលចង់ស៊ីសាច់គាត់ប៉ុន្តែលើកនេះគាត់មិនខ្លាចទេជំនួសមកវិញនៅទំនុកចិត្តនិងការជឿជាក់ថាគាត់ច្បាស់ជាឈ្នះវាបានអំណាចដែលគាត់ប្រាថ្នាទីបំផុតជារបស់គាត់ហើយថាមពលងងឹតកំពុងហូរពេញរាងកាយរបស់គាត់តែម្ដងឈប់រត់ទៀតហើយគាត់ប្រមូលអារម្មណ៍ដើម្បីហៅអារម្មណ៍នៃកម្លាំងពីមុននោះឲ្យត្រឡប់មកវិញភាពងងឹតគ្របដណ្ដប់ពេញខ្លួនប្រាណគាត់ប្រែជាខ្មៅងងឹតទាំងស្រុងគ្មានសេះសល់ដានអ្វីពីមនុស្សមុនឡើយសត្វយក្សភ្នែកមួយស្ទុះមកម្ដងទៀតតែគាត់មិនថយឡើយបែរជាដើរទៅមុខរកវាវិញយ៉ាងស្ងប់ស្ងាត់បំផុតអ្នកឃើញទេគ្រាន់តែមួយដៃប៉ុណ្ណោះដីបែកខ្ទេចខ្ទីក្រោមសម្ពាធនៃកម្លាំងដ៏មហោមាណាដែលចេញពីកណ្ដាប់ដៃគាត់សត្វយក្សបែកជាចំណែកកម្លាំងខ្យល់បក់ខ្លាំងរហូតដល់ដើមឈើដួលរលំពេញព្រៃហុយដីទ្រលោមតែម្ដងសាកសពវាប្រែជាធូលីដីស្រាប់តែមានពន្លឺចម្លែកចាប់ផ្ដើមរៀលដាលពាសពេញតំបន់ជុំវិញនោះពន្លឺបណ្ដេញភាពងងឹតចេញបរិយាកាសជុំវិញដែលធ្លាប់តែគួរឲ្យខ្លាចចាប់ផ្ដើមផ្លាស់ប្ដូររូបរាងទាំងស្រុងតំបន់ Blackland ប្រែជាមានជីវិតពណ៌បៃតងនិងសម្រស់ធម្មជាតិចាប់ផ្ដើមត្រឡប់មកវិញគ្រប់ទីកន្លែងភាពងងឹតក្នុងខ្លួនគាត់រលាយបាត់ស្បែកគាត់ប្រែជាធម្មតាវិញប៉ុន្តែកម្លាំងដ៏ខ្លាំងក្លានោះក៏រលាយបាត់ទៅដែររាងកាយគាត់ធ្លាក់ចុះមកដីយ៉ាងខ្លាំងណេរ៉ូប្រញាប់ស្ទុះទៅមើលដោយការបារម្ភជាខ្លាំងភ្លាមកម្លាំងនេះមិនទាន់ស្ថិរភាពទេប្រើកាន់តែច្រើនវាកាន់តែស៊ីកម្លាំងគាត់ខ្លាំងទៅឡើងរហូតដល់ទ្រាំមិនចង់បានភ្លាមនោះសម្លេងអាចកំបាំងក៏លេចមកម្ដងទៀតវាបង្ខំឲ្យគាត់ធ្វើរឿងមួយយ៉ាងទាំងដែលគាត់កំពុងស្ទាក់ស្ទើរត្រូវតែបញ្ចប់វាឲ្យខាងតែបានបើមិនឆ្នោះទេលទ្ធផលគឺមានតែសេចក្តីវិនាសនិងការបំផ្លិចបំផ្លាញប៉ុណ្ណោះភ្នែកគាត់ចាប់ផ្ដើមងងឹតស្លុបដោយកម្លាំងដែលនៅសេះសល់តិចតួចគាត់ក៏លូកដៃទៅប៉ះសត្វដែលដួលនោះរាងកាយសត្វនោះចាប់ផ្ដើមរលាយបាត់ភ្លាមវាមិនមែនរលាយបាត់ទៅទទេនោះឡើយវាត្រូវបានបឺតចូលក្នុងខ្លួនគាត់ទាំងស្រុងណេរ៉ូឈរសម្លឹងមើលទាំងមិនជឿនឹងភ្នែកនៅអ្វីដែលបានកើតឡើងស្រាប់តែចំណុចកណ្ដាលនៃព្រៃចាប់ផ្ដើមវិលវល់ប្រហោងខ្មៅដ៏ធំមួយបានលេចឡើងយ៉ាងគួរឲ្យរន្ធត់វាបឺតយកអ្វីដែលនៅសេះសល់ចូលទៅក្នុងរហូតដល់ដានសត្វចម្លែកនោះរលាយបាត់អស់គ្មានសល់ខ្យល់ចាប់ផ្ដើមស្ងប់វិញសក់របស់គេចាប់ផ្ដើមប្រែជាពណ៌ខ្មៅម្ដងទៀតបន្ទាប់ពីអ្វីបានបញ្ចប់គាត់ផ្អែកខ្លួនលើកម្របាក់បែកដកដង្ហើមធំទីបំផុតគាត់អាចរស់រានមានជីវិតបានទាំងប្រផិតប្រផើយបំផុតនៅឯកន្លែងការងាររបស់ម៉ារីនាងកំពុងផ្ដោតអារម្មណ៍លើគំនូរវះវែងស្រាប់តែទ្វាររបើកឡើងតើបុរសអាចកំបាំងក្នុងអាវធំខ្មៅនេះជានរណាឲ្យប្រកាសទៅ
យើងនឹងដឹងនៅភាគក្រោយជាមួយគ្នា តោះអ្នកនឹងខ្ញុំមកតាមដានរឿងដ៏ជក់ចិត្តនេះទាំងអស់គ្នាខណៈស្រមោលនោះកាន់តែជិតមកដល់បង្កភាពតានតឹងខ្លាំង នាងស្រែកថាគេមើលទៅគួរឲ្យសង្ស័យខណៈដៃនាងក្តាប់ទូលវីសយ៉ាងណែនហើយលើកវាឡើងខ្ពស់ត្រៀមវាយប្រហារនៅពេលជនចម្លែកនោះកម្រើខ្លួនម្ដងទៀតនាងក៏លើកអាវុធឡើងភ្លាមត្រៀមនឹងវាយបកទៅវិញគ្រប់វិនាទីតែម្ដងបុរសនោះស្រាប់តែនិយាយឡើងដើម្បីបំបីភាពស្ងប់ស្ងាត់រួចក៏ដោះឲ្យធំចេញហើយបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្រាយគឺខេនឹងឯងនាងភ្ញាក់ផ្អើលខ្លាំងណាស់ប៉ុន្តែនៅពេលសម្លឹងមើលគេឲ្យច្បាស់ការភ្ញាក់ផ្អើលក៏ប្រែជាក្តីបារម្ភភាពស្រងាក់ចិត្តបានប្រែជាការបារម្ភព្រោះមើលទៅគេហាក់ដូចជាមានរឿងអ្វីមួយយ៉ាងនាងក៏សួរតែគេយ៉ាងលឿនពីអ្វីដែលបានកើតឡើងបន្ទាប់ពីខេរៀបរាប់រឿងគ្រប់យ៉ាងប្រាប់នាងមកដៃនាងក៏ចាប់ផ្ដើមញ័រហើយកំហឹងក៏ចាប់ផ្ដើមផ្ទុះឡើងក្នុងចិត្តនាងបានក្តាប់ញញួរយ៉ាងណែនត្រៀមនឹងទៅសងសឹកអ្នកដែលធ្វើបាបគេព្រោះពួកវាសមតែទទួលបានការកិនកំទឹកចោលប៉ុន្តែខេបានឃាត់នាងភ្លាមដោយប្រាប់ថាមិនបាច់ទេព្រោះគេដោះស្រាយរួចហើយធ្វើឲ្យនាងដឹងខ្លួនវិញខ្ញុំដឹងថាអ្នកកំពុងគិតអ្វីញញួរបានធ្លាក់ពីដៃនាងភ្លាមនាងសារភាពថាខ្លួនបាត់បង់ម្ចាស់ការព្រោះតែការបារម្ភខ្លាំងចាប់តាំងពីដាច់ការតាក់ទងគ្នានាងតែងតែគិតពីចំណុចអាក្រក់បំផុតប៉ុន្តែមិននឹកស្មានថាវាធ្ងន់ធ្ងរដល់ថ្នាក់នេះសោះទោះជាយ៉ាងណាអ្វីដែលសំខាន់បំផុតគឺគេនៅរស់ខេបានសុំទោសដែលធ្វើឲ្យបារម្ភខណៈនាងនៅតែពិបាកនឹងជឿការរស់រៀនពីសំណល់ទឹកខ្មៅគឺរឿងមិនគួរឲ្យជឿទៅហើយចុះតម្រាំទទួលបានពណ៌ពីវាទៀតវាកាន់តែជារឿងចម្លែកបំផុតពណ៌ដែលគេមានពេលនេះមិនមែនជារឿងធម្មតាទេវាជាប់ពាក់ព័ន្ធនឹងពួកបិសាចដែលមនុស្សមើងងាយប៉ុន្តែខេមិនខ្វល់ឡើយមតិអ្នកដតីមិនសំខាន់ទេអ្វីដែលសំខាន់គឺគេមានឱកាសក្លាយជា colorist ហើយរឿងផ្សេងទៀតទុកមួយឡែកសិនចុះគេក្រុងនឹងទៅប្រឡងចូលក្រុមត្រួសត្រាយភ្លាមមុននឹងចាក់ចេញគេក៏បានអរគុណនាងដែលតែងតែជួយរូបគេនាងគឺជាហេតុផលដែលគេនៅរស់រៀនមានជីវិតបន្ទាប់មកគេក៏សុំជំនួយពីនាងដូចជាសម្លៀកបំពាក់និងឧបករណ៍ផ្សេងគេសន្យាថានឹងសងវិញនៅពេលក្រោយនាងក៏ដកដង្ហើមធំទាំងហួសចិត្តព្រោះពាក្យសន្យានេះនាងឮឡើងសមទៅហើយនាងក៏យល់ព្រមជួយរួចទាញដៃគេទៅភ្លាមព្រោះនាងមានឧបករណ៍ដែលស័ក្តិសមនឹងគេរងចាំជាស្រេចនៅខាងក្រៅមណ្ឌលប្រឡងមនុស្សម្នាប្រមូលផ្ដុំគ្នាយ៉ាងកកកុញម្នាក់សុទ្ធតែមានពណ៌ដ៏អស្ចារ្យបញ្ចេញមកយ៉ាងច្បាស់បរិយាកាសទាំងមូលពោពេញដោយភាពតានតឹងនៅខាងក្នុងសង្វៀនបេក្ខជនទាំងអស់ចាប់ផ្ដើមជួបជុំគ្នាជាបណ្ដាហើយអ្នកខ្លះឈរជាក្រុមអ្នកខ្លះឈរម្នាក់ឯងដោយម្នាក់មានកាន់ស្លាកលេខរៀងខ្លួនធ្វើឲ្យបរិយាកាសកាន់តែធ្ងន់ធ្ងរបេក្ខជនម្នាក់រអ៊ូទាំពីភាពតានតឹងនិងឆ្ងល់ថាហេតុអ្វីមានមនុស្សច្រើនម្ល៉េះខណៈបុរសសក់បៃតងនៅតែរក្សាភាពស្ងប់ស្ងាត់គេផ្ដោតអារម្មណ៍យ៉ាងខ្លាំងលើការប្រកួតចំណែកបេក្ខជនសក់ត្នោតម្នាក់ទៀតស្រាប់តែសើចឡើងតិចចំពោះសម្ពាធនេះសម្ពាធបែបនេះជារឿងធម្មតាក្នុងការប្រកួតកម្រិតនេះរីឯបុរសសក់ខៀវវិញកំពុងសម្លឹងមើលជុំវិញទាំងភាពភ្ញាក់ផ្អើលការមកដល់ដំណាក់កាលនេះហាក់ដូចជាសុបិនព្រោះការទទួលបានឱកាសចូលក្នុងក្រុមត្រួសត្រាយដ៏ល្បីល្បាញជារឿងពិបាកណាស់បេក្ខជនសក់ត្នោតបានលើកឡើងថាការចូលរួមក្នុងក្រុមកម្រិតកម្ពុជាបែបនេះគឺជាក្តីសុបិនរបស់អ្នកត្រួសត្រាយគ្រប់រូបក្នុងចំណោមក្រុមទាំងអស់ក្រុមនេះគឺជាក្រុមលេខ1ក្នុងការរុករកតំបន់ Blacklands ដែលជាអង្គភាពកម្រិត S ដ៏ខ្លាំងពូកែក្រុមនេះពោពេញដោយកំពូល colorist ដែលល្បីល្បាញខ្លាំងប៉ុន្តែបរិសុទ្ធបៃតងបានបំវាយចំណាប់អារម្មណ៍ទៅរឿងផ្សេងវិញបញ្ហាពិតមិនមែនលើការប្រឡងទេគឺនៅលើមនុស្សនៅទីនេះតែម្ដងព្រោះបេក្ខជនខ្លាំងសុទ្ធតែបង្ហាញខ្លួននៅទីនេះកូនស្រីទី2ពីគ្រួសារល្បីល្បាញក៏មកដែររួមទាំងព្រានប្រមាញ់ដ៏មានឈ្មោះនិងអ្នកត្រួសត្រាយល្បីជាច្រើនទៀតអ្នកនិងខ្ញុំត្រូវមើលឲ្យច្បាស់ព្រោះមានមនុស្សម្នាក់លេចធ្លោជាងគេបំផុតគឺយុវជនដែលមានសក់ពណ៌បៃតងម្នាក់នេះគេឈ្មោះកេលដែលល្បីល្បាញជាមួយរហស្សនាមថាដាវរបស់កេលហើយគ្រប់គ្នាជឿថាគេប្រកាសជាជាប់មិនខានរឿងរ៉ាវរបស់គេល្បីខ្លាំងណាស់ទាំងការបង្ក្រាបបិសាចម្នាក់ឯងនិងការដោះស្រាយគ្រោះថ្នាក់ដែលអ្នកដទៃតែងតែខ្លាចរអាជានិច្ចប៉ុន្តែគេក៏មានចំណុចខ្មៅងងឹតដែរចរិតរបស់គេគឺកាចសាហាវនិងពិបាកគ្រប់គ្រងដែលធ្វើឲ្យគេត្រូវដេញចេញពីក្រុមទោះជាយ៉ាងនេះក្តីគេនៅតែបង្ហាញខ្លួននៅទីនេះម្ដងទៀតធ្វើឲ្យបេក្ខជនសក់ខៀវឆ្ងល់ពីភាពភ័យខ្លាចរបស់គ្រប់គ្នាគេគិតថាប្រសិនបើព្យាយាមអស់ពីសមត្ថភាពមនុស្សដូចជាគេលក៏មិនមែនជាអ្នកដែលមិនអាចយកឈ្នះបានដែរប៉ុន្តែអ្នកផ្សេងទៀតបានបដិសេធភ្លាមហើយបេក្ខជនសក់ត្នោតបានព្រមានថាបើនិយាយបែបនេះនៅចំពោះមុខកេលច្បាស់ជាស្លាប់បេក្ខជនសក់ខៀវក៏បង្ខំចិត្តសើចទាំងភ័យខ្លាចប៉ុន្តែវាហួសពេលហើយព្រោះកេលបានលឺសម្ដីរបស់ពួកគេគ្រប់យ៉ាងកេលបង្ហាញការខកចិត្តភ្លាមព្រោះសម្រាប់ពួកគេក្រុមមនុស្សទាំងនេះមិនមានអ្វីគួរឲ្យចាប់អារម្មណ៍តតែសោះគេរំពឹងថានឹងជួបគូប្រជែងកម្រិត S ប៉ុន្តែអ្វីដែលគេឃើញគឺមានតែពួកមនុស្សខ្សោយដែលគ្មានអំណាចអ្វីសោះស្រាប់តែភ្នែករបស់គេបានបង្វែរទៅរកមនុស្សម្នាក់ដែលឈរដាច់គេនោះគឺជាក្មេងស្រីដែលមានសក់ពណ៌ខៀវម្នាក់គេស្គាល់នាងភ្លាមថានាងគឺ Ellie Cyan ជាកូនស្រីទី2នៃគ្រួសារ Cyan ដ៏ល្បីល្បាញរួចគេក៏ញញឹមឡើងយ៉ាងកំណាចនាងពិតជាមិនធម្មតាដោយពាក្យចចាមអារ៉ាមមែនយ៉ាងហោចណាស់ក៏មានមនុស្សដែលមានតម្លៃម្នាក់នៅទីនេះដែរខ្ញុំនិងអ្នកចង់ដឹងពីប្រតិកម្មនាងណាស់ប៉ុន្តែមុនពេលគេធ្វើអ្វីមួយសំឡេងអឃោសនស័ព្ទក៏បន្លឺឡើងកាត់ចង្វាក់បាត់មកដល់ហើយអ្នកទាំងអស់គ្នាត្រៀមខ្លួនទៅព្រោះការប្រឡងចូលកងពល Dawn Pioneering កំពុងតែចាប់ផ្ដើមហើយបេក្ខជនម្នាក់ឡើងរឹងខ្លួននៅពេលដែលសមាជិកល្បីរបស់កងពល Dawn បង្ហាញខ្លួននៅលើឆាក
ពួកគេគឺជាអ្នកដែលទើបតែបង្ក្រាបបិសាចយក្សនាពេលថ្មីៗនេះការមកដល់របស់ពួកគេពិតជាអស្ចារ្យណាស់ការមើលឃើញអ្នកប្រយុទ្ធលំដាប់ S ផ្ទាល់ភ្នែកធ្វើឲ្យគេដឹងពីគម្លាតសមត្ថភាពនិងសម្ពាធដ៏ខ្លាំងក្លាពួកគេនៅកម្រិតខុសគ្នាស្រឡះសមាជិកសក់លឿងម្នាក់បានដើរចេញមកខាងមុខដើម្បីគ្រប់គ្រងស្ថានភាពគេបានសម្លឹងមើលទៅបេក្ខជនទាំងអស់ដែលម្នាក់មកទីនេះដោយមានគោលបំណងរៀងៗខ្លួនខ្លះចង់បានទ្រព្យសម្បត្តិខ្លះចង់បានអំណាចនិងឋានៈប៉ុន្តែនៅទីនេះអ្វីទាំងនោះមិនសំខាន់ឡើយសំខាន់គឺកម្លាំងតែមួយគត់តំបន់ Blacklands មិនមែនជាកន្លែងសម្រាប់មនុស្សធម្មតាឡើយមានតែអ្នកខ្លាំងពិតប្រាកដទេទើបអាចរស់បានភាពទន់ជ្រាយមិនត្រូវបានអនុញ្ញាតឡើយការប្រឡងចាប់ផ្ដើមភ្លាមមេប្រយោគបានប្រាប់ឲ្យពួកគេសម្លឹងមើលជុំវិញខ្លួនស្ថានភាពបច្ចុប្បន្នគឺគ្រប់គ្រាន់ដើម្បីដឹងពីអ្វីដែលនឹងកើតឡើងវគ្គទី1គឺងាយស្រួលបំផុតគឺការប្រកួតប្រជែងនៅខាងក្រៅទីក្រុងគ្មានច្បាប់ទម្លាប់ឡើយមានតែអ្នកខ្លាំងដែលនៅរស់ហើយអ្នកខ្សោយត្រូវតែបាត់បង់បេក្ខជនម្នាក់ត្រូវតែបង្ហាញសមត្ថភាពការជាប់វគ្គទី1គឺអាស្រ័យលើការប្រយុទ្ធនៅក្នុងទីលានតែប៉ុណ្ណោះលេខរៀងចាប់ដើមត្រូវបានគេហៅលេខ126គ្រប់គ្នាផ្ដោតអារម្មណ៍ភ្លាមព្រោះនោះគឺជាលេខរបស់កែលការរំភើបកាន់តែកើនឡើងការប្រកួតនេះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់មនុស្សមួយចំនួនចាប់ផ្ដើមអាណិតគូប្រកួតរបស់ Gale បង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងទីបំផុតមានរឿងដែលធ្វើឲ្យគេបាត់ថយទ្រាន់ហើយគេសម្លឹងមើលទៅគូប្រកួតដែលនៅពីមុខមានអ្វីមួយយ៉ាងមិនប្រក្រតីម្នាក់នោះពាក់អាវឃ្លុំបិទជិតឈឹងមើលទៅដូចជាទុនខ្សោយនិងគ្មានថាមពលទាល់តែសោះប៉ុន្តែ Gale មិនខ្វល់ឡើយគេក៏ដកដាវចេញមកថាមពលដ៏ខ្លាំងក្លាបានផ្ទុះចេញពីខ្លួនរបស់ Gale ហ្វូងមនុស្សមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះរឿងនេះវាមិនមែនត្រឹមតែជាជំនាញទេតែជាការគ្រប់គ្រងក្នុងវ័យនេះគេពិតជាពូកែខ្លាំងណាស់ដូចជាទេវតាចាប់ជាតិអញ្ចឹងគេសម្លឹងទៅបរោះពាក់អាវឃ្លុំដោយមិនស្ទាក់ស្ទើរ Gale រៀបចំខ្លួនដើម្បីវាយប្រហារនិងផ្ដល់ការព្រមានខ្លីៗការវាយប្រហារនេះមិនធម្មតាឡើយគេបានលោតទៅមុខយ៉ាងលឿនបំផុតសម្ដៅទៅរកគូប្រកួតភ្លាមចាំមើលឲ្យច្បាស់ណាព្រោះបរោះអាវឃ្លុំមិនកម្រើខ្លួនទាល់តែសោះដូចជាកិច្ចមិនទាន់អញ្ចឹង Gale វាយប្រហារមុនដាវរបស់គេតម្រង់ទៅរកករបស់បរោះម្នាក់នោះប៉ុន្តែមុនពេលដាវទៅដល់បរោះអាវឃ្លុំបានដាល់ចំមុខរបស់ Gale មួយដៃពេញទំហឹងធ្វើឲ្យ Gale ហោះខ្ទាតចេញទៅយ៉ាងឆ្ងាយខ្លួនរបស់ Gale បានទៅបោកផ្ទប់នឹងជញ្ជាំងថ្មយ៉ាងខ្លាំងគ្រប់គ្នានៅក្នុងទីលានមានការភ្ញាក់ផ្អើលជាខ្លាំងអ្វីគ្រប់យ៉ាងប្រែជាស្ងាត់ជ្រងំ Gale ត្រូវបានបរាជ័យដោយការវាយប្រហារតែមួយដៃប៉ុណ្ណោះពិតជាមិនគួរឲ្យជឿគ្មានអ្នកណាយល់ពីអ្វីដែលបានកើតឡើងឡើយឯ K ដែលជាបរោះអាវឃ្លុំវិញក៏ហាក់ដូចជាភ្ញាក់ផ្អើលខ្លួនឯងដែរគេដាល់ចេញទៅដោយសភាពវិក្តីប៉ុណ្ណោះកម្លាំងនោះបានធ្វើឲ្យមួកអាវឃ្លុំរបស់គេរបូតចេញមកក្រោយអ្នកទាំងអស់គ្នាឃើញពណ៌សក់របស់គេទេវាគឺជាពណ៌ខ្មៅភាពស្ងប់ស្ងាត់បានគ្របដណ្ដប់ពេញទីលានម្ដងទៀតមនុស្សជាច្រើនចាប់ផ្ដើមខ្សឹបខ្សៀវគ្នាខ្លះមិនជឿនឹងភ្នែកខ្លួនឯងឡើយពណ៌ខ្មៅវាគឺជាពណ៌របស់បិសាចសូម្បីតែមេប្រយោគក៏ភ្ញាក់ផ្អើលដែរមនុស្សដែលមានពណ៌សក់បែបនេះគឺមិនគួរមានវត្តមាននៅទីនេះឡើយប៉ុន្តែ K កំពុងតែចូលនៅទីនោះកម្លាំងដែលផ្ដួល Gale ក្នុងមួយដៃគឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីសមត្ថភាពគេមើលទៅជុំវិញខ្លួនដោយភាពងឿងឆ្ងល់គេចាប់ផ្ដើមបារម្ភថាខ្លួនឯងប្រហែលជាធ្វើលើសកំណត់បាត់ទៅហើយទោះជាយ៉ាងណាការប្រឡងនៅតែបន្តការប្រកួតបន្តចាប់ផ្ដើមភ្លាមខណៈដែលធូលីដីមិនទាន់រលាយអស់ផងបេក្ខជនម្នាក់ទៀតបានវាយប្រហារដោយកម្លាំងពេញទំហឹងបន្លាថ្មដ៏ស្រួចបានហោះសម្ដៅទៅរក K យ៉ាងលឿនការវាយប្រហារនេះកើតចេញពីភាពភ័យខ្លាច K មិនបានកម្រើកខ្លួនឡើយព្រោះវាមិនចាំបាច់តល់តែសោះបន្លាថ្មទាំងនោះមិនអាចធ្វើអ្វីគេបានឡើយស្បែកពណ៌ខ្មៅរបស់គេគឺរឹងមាំខ្លាំងណាស់គ្មានអ្វីអាចទម្លុះបានទេ KO បញ្ចប់ការប្រកួតដោយមួយដៃទៀតលេខ286ជាអ្នកឈ្នះការប្រកួតបន្ទាប់ក៏ដូចគ្នាគូប្រកួតម្នាក់ទៀតដួលខ្ពស់ K ឡើងទៅវគ្គបន្តដោយងាយស្រួលបំផុតដោយមិនចាំបាច់ប្រឹងតល់តែសោះអ្នកសង្កេតការពីខាងលើចាប់អារម្មណ៍មេប្រយោគសក់លឿងសម្លឹងមើលគេងយ៉ាងយកចិត្តទុកដាក់បំផុតបរិះម្នាក់នេះពិតជាលេចធ្លោខ្លាំងណាស់គ្មានបេក្ខជនណាអាចប្រៀបធៀបបានឡើយនេះមិនមែនត្រឹមតែជាដួងព្រលឹងទេវាគឺជាអ្វីដែលថ្មីស្រឡាំងកាំងមនុស្សដែលមានថាមពលពណ៌ខ្មៅរឿងនេះនឹងល្បីខ្លាំងមិនខានឡើយពួកគេត្រូវតែតាក់ទងគេឲ្យបានឆាប់ការពិភាក្សាបានបញ្ឈប់នៅពេលដែលមានមនុស្សពីរនាក់ដើរចូលមកគឺបុរសសក់ក្រហមនិងស្ត្រីសក់ពណ៌ស្វាយវត្តមានរបស់ពួកគេធ្វើឲ្យគ្រប់គ្នាស្គាល់ភ្លាមថាជាមេក្រុមជឿខ្ញុំទៅរឿងរ៉ាវដ៏អស្ចារ្យទើបតែចាប់ផ្ដើមតែប៉ុណ្ណោះតោះយើងចាំមើលបន្តទៀតទាំងអស់គ្នាតោះមកតាមដានជាមួយខ្ញុំនៅរឿងរ៉ាវប្រឡងដ៏ជក់ចិត្តមួយនេះការប្រឡងកំពុងដំណើរការយ៉ាងក្តៅគគុកខណៈមេប្រយោគសក់លឿងចាប់ផ្ដើមសង្ស័យពីវត្តមានអ្នកខ្លះនៅទីនេះគាត់បានរំលឹកពីដំណឹងដែលឮមកថាមេដឹកនាំសក់ក្រហមគួរតែទៅបំពេញបេសកកម្មខាងក្រៅឯណោះទេតែចម្លើយតបវិញគឺគ្មានចំណាប់អារម្មណ៍ទាល់តែសោះការងារនោះមានបញ្ហាស្មុគស្មាញពេកទើបគាត់សម្រេចចិត្តបោះបង់វាចោលតែម្ដងបន្ទាប់មកកែវភ្នែករបស់ពួកគេក៏ងាកទៅរកបេក្ខជនវិញសំណួរសាមញ្ញបំផុតគឺតើមានអ្នកណាខ្លះដែលគួរឲ្យចាប់អារម្មណ៍មេប្រយោគអ្នកទៀតឆ្លើយយ៉ាងច្បាស់ថាឆ្នាំនេះសម្បូរអ្នកខ្លាំងណាស់សូម្បីតែកូនស្រីទី2របស់ត្រកូលសៃអែនក៏មកដែរក្រៅពីនោះនៅមានបេក្ខជនម្នាក់ទៀតដែលប្លែកខុសគេភ្នែករបស់គេសម្លឹងមើលទៅលើសង្វៀនរួចក៏ឈប់ត្រឹងនៅត្រង់ចំណុចមួយនោះគឺពណ៌ខ្មៅដូចទៅនឹងពួកបិសាចបេះបិទម្នាក់ទៀតក៏បានបញ្ជាក់ថាមិនខុសទេគឺជា K នឹងឯង
គេបានយកឈ្នះគូប្រកួតខ្លាំងៗជាបន្តបន្ទាប់បើនៅតែបែបនេះគេប្រកាសជាជាប់ឈ្មោះជាមិនខានឡើយតែមេប្រយោគសក់ខៀវហាក់មានការបារម្ភពេលវេលានៃការលេចមុខពណ៌ថ្មីនេះហាក់ដូចជាចៃដន្យពេកហើយបន្ទាប់ពីមានរឿងចម្លែកកើតឡើងទោះជាយ៉ាងណាពួកគេមិនទាន់ធ្វើអ្វីនៅឡើយទេគឺត្រឹមតែអង្គុយមើលពីលើចំណែក K វិញកំពុងវិសម្រុកយ៉ាងខ្លាំងរាល់ជ័យជំនះនីមួយៗកាន់តែធ្វើឲ្យគេមានទំនុកចិត្តគេមានអារម្មណ៍ថាជាមួយនឹងធម៌ពលកម្រិតនេះការខ្លាយជាអ្នកត្រួសត្រាយគឺមិនឆ្ងាយទៀតទេប៉ុន្តែគេនៅតែចងចាំពីដែនកំណត់របស់ខ្លួនប្រសិនបើគេបញ្ចេញធម៌ពលខ្លាំងហួសហេតុពេកវានឹងរលាយបាត់ទៅវិញហើយអ្វីៗនឹងត្រូវបញ្ចប់ភ្លាមនោះមានសម្លេងស្រួចមួយបានបន្លឺឡើងកាត់សង្វៀនប្រកួតអ្វីគ្រប់យ៉ាងចាប់ផ្ដើមប្រែប្រួលយ៉ាងឆាប់រហ័សបំផុតតកកបានរៀលដាល់យ៉ាងលឿនគ្រប់ដណ្ដប់លើដីត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះសង្វៀនទាំងមូលត្រូវបានកកជានិធាក្រដៅដ៏ត្រជាក់នៅចំកណ្ដាលនោះគឺក្មេងស្រីសក់ខៀវស្រស់ម្នាក់លទ្ធផលចេញមកភ្លាមបេក្ខជនលេខ17ជាអ្នកឈ្នះដោយគូប្រកួតគ្មានឱកាសតដៃឡើយហ្វូងមនុស្សស្រែកហូដោយក្តីរំភើបពណ៌តំណាងត្រកូលសៃអែនតែងតែតាក់ទាញភ្នែកជានិច្ចព្រោះវាស្អាតនិងមានអានុភាពខ្លាំងក្លាបំផុតនេះហើយជាអ្វីដែលគេរំពឹងទុកពីត្រកូលដ៏ល្បីល្បាញមួយនេះគម្លាតសមត្ថភាពគឺដាច់ឆ្ងាយគ្នាណាស់ស្ទើរតែគ្មានអ្នកណាអាចឈ្នះនាងបានពេលនាងដើរចុកពីលើឆាក K ក៏បានសម្លឹងមើលនាងភ្នែកពួកគេប្រទះគ្នាមួយផ្លេតតែនាងក៏បែរចេញទៅវិញយ៉ាងលឿននាងហាក់គ្មានចំណាប់អារម្មណ៍ឬប្រតិកម្មអ្វីបន្តិចឡើយនាងដើរហួសទៅដូចជាគ្មានវត្តមានរបស់ K នៅទីនោះអញ្ចឹង K ក៏មិនបានគិតអ្វីច្រើនដែររំពេចនោះសម្លេងប្រកាសបានបន្លឺឡើងថាការប្រឡងវគ្គដំបូងត្រូវបានបញ្ចប់ជាស្ថាពរមេប្រយោគសក់លឿងបានដើរចេញមកម្ដងទៀតដើម្បីប្រាប់បេក្ខជនដែលនៅសល់ពេលវេលាមានកំណត់គ្មានពេលសម្រាប់សម្រាកឡើយការប្រឡងបន្ទាប់នឹងចាប់ផ្ដើមភ្លាមចំណែកអ្នកដែលធ្លាក់ត្រូវចាកចេញពីទីនេះហើយត្រឡប់មកវិញនៅពេលក្រោយភាពមិនសុខចិត្តបានរីករាលដាលពេញហ្វូងមនុស្សខ្លះរអ៊ូទាំថាពួកគេសឹងតែគ្មានពេលដកដង្ហើមផងតែត្រូវប្រឡងបន្តទៀតទៅហើយគ្រប់គ្នាបានត្រឹមសង្ឃឹមថាវគ្គបន្ទាប់ប្រហែលជាស្រួលជាងនេះគណៈមេប្រយោគរៀបនឹងបញ្យល់ពីវិញ្ញាសាទី2ស្រាប់តែមានរឿងមិននឹកស្មានដល់គាត់ត្រូវបានបង្អាក់ដោយបរិសសក់ក្រហមបរិសម្នាក់នេះបានមកគ្រប់គ្រងការប្រឡងដោយខ្លួនឯងទាំងមិនស្ទាក់ស្ទើរឡើយចាំមើលឲ្យច្បាស់ព្រោះវគ្គនេះហើយជាចំណុចផ្លាស់ប្ដូរដ៏ធំបេក្ខជនទាំងអស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញវត្តមានរបស់គាត់ពួកគេស្គាល់ច្បាស់ថាបរិសម្នាក់នេះជាអ្នកណាគាត់គឺជាកំពូលអ្នកប្រើពណ៌ក្រហមដ៏ល្បីល្បាញដែលគ្រប់គ្នាគោរពនិងកោតខ្លាចគាត់ជាមនុស្សខ្លាំងបំផុតម្នាក់ក្នុងទីក្រុងដ៏រុងរឿងនេះឈ្មោះរបស់គាត់ល្បីល្បាញខាងកំចាត់សត្រូវនិងបង្កើតកំណត់ត្រាដ៏អស្ចារ្យសំឡេងខ្សឹបខ្សៀវបានលាន់ឮពេញទីលានថាមពលរបស់គាត់គឺគួរឲ្យខ្លាចណាស់ខ្លាំងរហូតដល់សូម្បីតែមិត្តរួមក្រុមក៏មិនហ៊ាននៅក្បែរដែរមានពាក្យចចាមអារាមថាឲ្យតែពេលណាគាត់ជាអ្នកគ្រប់គ្រងការប្រឡងគឺច្បាស់ជាគ្មានអ្នកណាអាចប្រឡងជាប់ឡើយបរិយាកាសប្រែជាអាប់អួរភ្លាមមេប្រយោគសក់លឿងបានសួរដេញដោលពីការផ្លាស់ប្ដូរវិញ្ញាសាភ្លាមបែបនេះដោយគ្មានការអនុញ្ញាតគាត់បារម្ភថាមេបញ្ជាការប្រកាសជាមិនសប្បាយចិត្តឡើយតែបរិសសក់ក្រហមហាក់ដូចជាមិនខ្វល់ខ្វាយអ្វីបន្តិចសោះរឿងបែបនេះមិនមែនជារឿងថ្មីសម្រាប់គាត់ឡើយគាត់បានដើរសម្ដៅទៅរកបេក្ខជនហើយប្រាប់ពីលក្ខខណ្ឌនៃការប្រឡងយ៉ាងច្បាស់តោះមកមើលទាំងអស់គ្នាតើវិញ្ញាសានេះសាហាវកម្រិតណាភ្លើងបានឆាបឆេះចេញពីខ្លួនគាត់រួចសង្កត់សង្កិនទៅលើបេក្ខជនគ្រប់គ្នាមិនទាន់ទាំងដឹងខ្លួនផងបេក្ខជនម្នាក់ត្រូវបានជាប់ឃុំក្នុងរង្វង់ភ្លើងដ៏ក្តៅបំផុតភាពច្របូកច្របល់បានកើតឡើងពេញទីលានពួកគេព្យាយាមសម្លឹងមើលជុំវិញខ្លួនទាំងងឿងឆ្ងល់តាមពិតទៅនេះគឺជាការបង្កើតឡើងវិញនៅកន្លែងដ៏គ្រោះថ្នាក់ដែលគាត់ធ្លាប់ឆ្លងកាត់ហើយនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះកម្ដៅនឹងកាន់តែកើនឡើងតំបន់ងងឹតគឺពោពេញដោយគ្រោះថ្នាក់ជាងនេះទៅទៀតកន្លែងដែលការរស់រានមានជីវិតគឺជាបញ្ហាប្រឈមដ៏ធំបំផុតបើប្រៀបធៀបទៅនឹងកន្លែងនោះវិញ្ញាសានេះគឺគ្មានអ្វីសោះឡើយវាគ្រាន់តែជាការសាកល្បងតូចតាចបើគ្រាន់តែទ្រាំនឹងកម្ដៅនេះមិនបានផងក៏គ្មានសិទ្ធិទៅបន្តទៀតដែរបេក្ខជនម្នាក់ចាប់ផ្ដើមពិបាកដកដង្ហើមព្រោះចិត្តដល់ដែនកំណត់របស់គេហើយកម្ដៅនេះគឺពិតជាមិនអាចទ្រាំទ្របានមែនបើត្រឹមតែប៉ុណ្ណេះគេថាស្រាលចុះតម្រាំតែតំបន់ងងឹតពិតប្រាកដវិញវានឹងសាហាវកម្រិតណាទៅគេព្យាយាមបញ្ចេញធម៌ពលដើម្បីទប់ទល់តែវាហាក់ដូចជាគ្មានប្រសិទ្ធភាពតតែសោះកម្លាំងរបស់គេមិនគ្រប់គ្រាន់ទេគឺមានតែត្រូវទ្រាំឲ្យដល់ទីបញ្ចប់ប៉ុណ្ណោះមេប្រយោគសក់លឿងអង្គុយមើលពីលើដោយស្ងប់ស្ងាត់ធ្លាប់មានពាក្យថាបុរសសក់ក្រហមហាក់ដូចជាទ្វេប្រហែសក្នុងការហ្វឹកហាត់តែទង្វើរបស់គាត់នៅពេលនេះបានបង្ហាញឲ្យឃើញនូវភាពផ្ទុយស្រឡះគាត់អាចគ្រប់គ្រងធម៌ពលភ្លើងបានយ៉ាងល្អឥតខ្ចោះបំផុតជឿខ្ញុំចោះនេះហើយជាសមត្ថភាពពិតរបស់កំពូលមនុស្សយើងនឹងជួបគ្នាទៀតនៅវគ្គក្រោយដើម្បីដឹងថាអ្នកណានឹងនៅសល់ជំរាបសួរអ្នកទាំងអស់គ្នាតោះមកមើលឈុតឆាកដ៏រំភើបជាមួយខ្ញុំខណៈដែលស្វះភ្លើងមួយចាប់ផ្ដើមប្រេះបែកយ៉ាងខ្លាំងការចាប់អារម្មណ៍បានងាកទៅរកវាអណ្ដាតភ្លើងប្រែជាកកត្រឹមតែប៉ុន្មានវិនាទីស្វះនោះคล้ายជាទឹកកករឹងហើយក៏ផ្ទុះខ្ទេចអស់នៅចំកណ្ដាលគឺក្មេងស្រីសក់ខៀវគ្មានការប្រឹងប្រែងអ្វីសោះនាងបានរំដោះខ្លួនចេញមកយ៉ាងងាយដូចជាគ្មានរឿងអ្វីកើតឡើងទស្សនវិជ្ជានេះមិនអាចរំលងភ្នែកបានទេបុរសសក់ក្រហមសម្លឹងមើលយ៉ាងយកចិត្តទុកដាក់អំណាចគ្រួសារសៃអែនពិតជាខ្លាំងក្លាប្រឆាំងនឹងភ្លើងវាលើសពីការស្មានទៅទៀតការទម្លុះចេញភ្លាមត្រូវការសមត្ថភាពពិតប្រាកដសេចក្តីសន្និដ្ឋានគឺច្បាស់ណាស់នាងមានទេពកោសល្យខ្ពស់ដាច់គេប្រហែលជាអាចហៅថាជាកំពូលអ្នកខ្លាំងបាន
ភ្នែករបស់គាត់ងាកទៅមកខាងទៀតគឺទៅរកក្មេងប្រុសសក់ខ្មៅឈ្មោះខេដែលនៅតែស្ថិតក្នុងអណ្ដាតភ្លើងកំពុងតែទ្រាំទ្រប៉ុន្តែមិនអាចទម្លុះចេញបានការរំពឹងទុកលើគេគឺទាបស្រាប់ទៅហើយគ្មានអ្វីប្រែប្រួលទេខណៈនោះខេកំពុងតែត្រដរក្នុងកម្ដៅដ៏សន្ធោសន្ធៅញើសហូរស្រោចខ្លួនសម្ពាធកាន់តែខ្លាំងឡើងរហូតគេចាប់ផ្ដើមគិតថានេះប្រហែលជាទីបញ្ចប់របស់គេហើយភាពស្លន់ស្លោបានជេរមកគ្រប់គ្រងគេព្យាយាមគិតរកផ្លូវចេញយ៉ាងប្រញាប់ខណៈដែលគេបានប្រឹងខ្លាំងពេកក្នុងការប្រយុទ្ធមុនដោយប្រើថាមពលពណ៌អស់ច្រើនបើគេដឹងមុនគេច្បាស់ជាដកកម្លាំងខ្លះទុកជាមិនខានប៉ុន្តែពេលនេះវាយឺតពេលទៅហើយកាន់តែទ្រាំថាមពលគេកាន់តែអស់លឿនរំពេចនោះគេក៏ចាប់អារម្មណ៍ថាថាមពលពណ៌របស់គេកំពុងតែលេចចេញមកការដឹងខ្លួននេះធ្វើឲ្យគេតក់ស្លុតខ្លាំងបើវាលេចចេញនៅទីនេះចំពោះមុខមនុស្សគ្រប់គ្នាលទ្ធផលច្បាស់ជាមិនល្អទេយ៉ាងហោចណាស់គេនឹងខ្លាចជាវត្ថុសម្រាប់គេយកទៅពិសោធន៍ឬអាក្រក់បំផុតគឺត្រូវគេកំចាត់ចោលខ្លួនប្រាណគេប្រែជារឹងកំព្រឹសដោយភាពតានតឹងការនៅស្ងៀមមិនមែនជាជំរឿសល្អទេគេត្រូវការវិធីផ្សេងចាំមើលណាអ្នកទាំងអស់គ្នាគេនឹងប្រើវិធីបឺតស្រូបធម្មពលម្ដងទៀតមានអ្វីដែលគេអាចបឺតស្រូបបានទេគេសម្លឹងមើលដៃខ្លួនឯងរួចក៏នឹកឃើញថារបាំងការពារនេះបង្កើតឡើងពីសមត្ថភាពធម្មពលពណ៌បើពិតមែនវានឹងដំណើរការគេមិនទាន់ដឹងពីដែនកំណត់របស់ខ្លួនឯងទេប៉ុន្តែគេនៅតែចាប់ផ្ដើមធ្វើសកម្មភាពគេដាក់ដៃផ្អឹបនឹងរបាំងកម្ដៅបានរលរៀលស្បែកគេប៉ុន្តែគេមិនខ្វល់ឡើយគេផ្ដោតអារម្មណ៍យ៉ាងខ្លាំងរួចក៏បើកដំណើរការវាដំបូងវាហាក់យឺតអណ្ដាតភ្លើងចាប់ផ្ដើមជ្រាបចូលក្នុងបាតដៃគេរួចអ្វីក៏ប្រែប្រួលកម្លាំងបឺតកាន់តែខ្លាំងនិងលឿនជាងមុនវារាលដាលហួសពីខ្លួនគេមិនមែនត្រឹមតែភ្លើងជុំវិញគេទេប៉ុន្តែគឺភ្លើងទាំងអស់ក្នុងទីលានប្រកួតតែម្ដងគ្រប់អណ្ដាតភ្លើងបានរំកិលទៅរកគេមនុស្សគ្រប់គ្នាស្រឡាំងកាំងជាខ្លាំងបេក្ខជនដទៃទៀតបានត្រឹមតែឈោមើលខណៈដែលក្មេងប្រុសម្នាក់នោះកំពុងបឺតយកស្វែភ្លើងទាំងអស់គ្មានអ្នកណានិយាយចេញមួយម៉ាត់សូម្បីតែបរិសសក់ក្រហមក៏ភ្ញាក់អើលនិងឈប់ធ្វើសកម្មភាពដែរចំណែកអ្នកត្រួតពិនិត្យសក់លឿងវិញមិនយល់ថាមានរឿងអ្វីកើតឡើងទាល់តែសោះនេះមិនដូចអ្វីដែលគាត់ធ្លាប់ដឹងឡើយបរិសសក់ក្រហមបង្ហាញអាការៈប្លែកបន្តិចវាជាអារម្មណ៍មិនស្រណុកក្នុងចិត្តនេះមិនមែនជារឿងធម្មតាទេគេម្នាក់នេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់ខណៈនោះដំណើរការបឺតស្រូបនៅតែបន្តកាលណាគេបឺតស្រូបកាន់តែច្រើនថាមពលជុំវិញគេកាន់តែធ្ងន់និងងងឹតទៅទាំងហាប់និងធ្ងន់រហូតដល់គ្មានអ្វីសល់ភ្លើងទាំងអស់បានរលាយបាត់អស់ទីលានប្រកួតប្រែជាស្ងាត់ជ្រងំរហូតដល់គេមានអារម្មណ៍មិនស្រួលក្នុងពោះអ្វីមួយយ៉ាងខុសប្រក្រតីដូចជាមានសម្ពាធកំពុងចាក់ទម្លុះពីខាងក្នុងខ្លួនគេញើសហូរមកដូចទឹកខណៈដែលភាពភ័យខ្លាចកើតមានម្ដងទៀតនេះមិនមែនជាផែនការគេទេគេបានតាក់ទាញការចាប់អារម្មណ៍ខ្លាំងពេកហើយសំឡេងខ្សឹកខ្សៀវចាប់ផ្ដើមរាលដាលពេញទីលានគ្រប់គ្នាផ្ដោតភ្នែកមកលើគេតែម្នាក់អ្នកខ្លះមិនជឿភ្នែកខ្លួនឯងអ្នកខ្លះទៀតពិបាកនឹងទទួលយកការពិតនេះក្នុងចំណោមនោះក្មេងស្រីសក់ខៀវសម្លឹងមើលដោយស្ងៀមស្ងាត់ការប្រឡងនេះសំខាន់ណាស់សម្រាប់នាងដើម្បីបញ្ជាក់ពីភាពខ្លាំងរបស់ខ្លួនកម្លាំងសម្រាប់គ្រួសារប៉ុន្តែពេលនេះអ្វីបានប្រែប្រួលខ្ញុំដឹងថាអ្នកទាំងអស់គ្នាក៏ភ្ញាក់ផ្អើលដែរចំពោះធម៌ពលដ៏ចម្លែកនេះពណ៌ដែលមិនគួរមាននៅលើលោកវាធ្វើឲ្យនាងមិនស្ងប់ក្នុងចិត្តនាងតែងតែត្រូវបានវឹកហាត់ឲ្យនៅលំដាប់កំពូលនិងមិនត្រូវចាញ់ឡើយបរាជ័យមិនមែនជាជំរើសទេនាងមានសម្ពាធពីគ្រួសារនិងត្រូវប្រកួតប្រជែងជាមួយនឹងបងស្រីរបស់នាងផ្ទាល់ឲ្យបានគ្រប់យ៉ាងគឺសំខាន់ណាស់ប៉ុន្តែរឿងនេះបានផ្លាស់ប្ដូរអ្វីទាំងអស់ខេកំពុងឈរនៅចំពោះមុខនាងហើយភាពខុសគ្នាគឺច្បាស់ណាស់គេខ្លាំងជាងការរំពឹងទុកឆ្ងាយណាស់នាងដឹងពីគម្លាតនេះសូម្បីតែនាងប្រើកម្លាំងអស់ក៏មិនប្រកាសថាអាចឈ្នះគេបានដែរវាមិនមែនត្រឹមតែរឿងកម្លាំងទេមានអ្វីមួយយ៉ាងចម្លែកចំពោះគេដែលវាមិនសមស្របនឹងច្បាប់ទម្លាប់ឬគោលការណ៍ណាមួយឡើយសំណួរនេះនៅតែវល់ក្នុងចិត្តតើគេជានរណាឲ្យប្រកាសនាងក៏ឈប់គិតព្រោះការគិតច្រើនមិនបានជួយអ្វីឡើយគេជានរណាមិនសំខាន់ទេចាំមើលលើក្រោយលទ្ធផលនឹងខុសពីនេះស៊ីដិតរំពេចនោះបរិសសក់ក្រហមក៏ដើរចូលមកចាប់ស្មារបស់គេគាត់បង្ហាញក្តីរំភើបយ៉ាងច្បាស់អ្វីដែលគាត់ទើបតែឃើញបានតាក់ទាញការចាប់អារម្មណ៍ទាំងអស់ពណ៌ខ្មៅនោះពិតជាអស្ចារ្យណាស់វិធីដែលវាបឺតស្រូបយកអ្វីគ្រប់យ៉ាងគឺមិនធម្មតាតតែសោះគ្រាន់តែអូរ៉ារបស់វាក៏លេចធ្លោនិងលេបត្របាក់អ្វីជុំវិញវាអស់ទៅហើយដោយក្តីចង់ដឹងគាត់ចង់និយាយគ្នាជាឯកជនដើម្បីស្វែងយល់បន្ថែមគាត់សន្យាថានឹងរក្សាការសម្ងាត់គ្រប់យ៉ាងមិនឲ្យអ្នកណាដឹងឡើយខេស្ទាក់ស្ទើរួចក៏បង្វែរចំណាប់អារម្មណ៍ទៅរកលទ្ធផលប្រឡងវិញចម្លើយក៏បានមកដល់យ៉ាងងាយស្រួលបំផុតសម្រាប់គេម្នាក់នេះគ្មានអ្វីត្រូវបារម្ភទេកម្រិតប៉ុណ្ណេះការប្រឡងគឺជាប់ជាស្ថាពរហើយរឿងដែលនៅសល់នឹងត្រូវគណៈកម្មការដោះស្រាយតាមក្រោយហួសពីការស្មានរបស់ខេទីបំផុតគេបានខ្លាយជាអ្នកត្រួសត្រាយផ្លូវហើយពួកយើងនឹងតាមដានដំណើរដ៏អស្ចារ្យនេះជាមួយគ្នាអ្នកត្រួតពិនិត្យសក់លឿងស្រែកខ្លាំងដោយមិនអស់ចិត្តបរិសសក់ក្រហមក៏ប្រាប់ឲ្យគាត់ស្ងប់ចិត្តវិញទៅកុំឆោឡោនៅទីនេះពេកការឆ្លើយតបមកវិញកាន់តែខ្លាំងភាពមួម៉ៅកើនឡើងការធ្វើអ្វីដោយមិនគិតនិងការប្រងើយកន្តើយបែបនេះនៅតែបន្តមកអ្នកទាំងអស់គ្នាយើងមកមើលការប្រឡងដែលកំពុងតែបន្តប៉ុន្តែបរិសសក់ក្រហមម្នាក់នេះបែរជាមិនខ្វល់ខ្វាយអ្វីបន្តិចសោះតែម្ដងគាត់សើចចំអក
រួចក៏សុំទោសបែបលំហើយសន្យាថានឹងដោះស្រាយវានៅពេលក្រោយខណៈដែលអ្នកត្រួតពិនិត្យសក់លឿងចាប់ផ្ដើមគ្រប់គ្រងស្ថានភាពឡើងវិញគាត់បានប្រកាសទៅកាន់បេក្ខជនដែលនៅសេសសល់ថារឿងរ៉ាវបានផ្លាស់ប្ដូរហើយព្រោះមានព្រឹត្តិការណ៍មិននឹកស្មានដល់បានមកបង្អាក់ដំណើរការប្រឡងនេះដូច្នេះត្រូវតែមានការកែសម្រួលខ្លះៗហើយលេខ17ត្រូវបានជាប់ដោយស្វ័យប្រវត្តិព្រោះនាងអាចរំដោះខ្លួនចេញមកបានដោយសមត្ថភាពផ្ទាល់ខ្លួនចំណែកអ្នកផ្សេងទៀតត្រូវប្រឈមមុខនឹងការសាកល្បងថ្មីខណៈពេលនោះក្មេងស្រីសក់ខៀវក៏ចាប់ផ្ដើមតាមដានមើលខេដែលត្រូវបានគេនាំខ្លួនចេញទៅពេលវេលាកន្លងផុតទៅឡានមួយបានមកដល់ហើយខេក៏បានដើរចេញមកក្រៅជាមួយនឹងបុរសសក់ក្រហមនោះយ៉ាងអាចកំបាំងបំផុតនៅខាងក្នុងមានក្មេងស្រីសក់ពណ៌ស្វាយម្នាក់រងចាំហើយខេក៏ចាប់ផ្ដើមសង្កេតមើលជុំវិញខ្លួនរួចក៏ស្រាប់តែឈប់ងក់តែម្ដងគេចំណាំកន្លែងនេះបានភ្លាមព្រោះវាជាកន្លែងចាក់ទឹកខ្មៅដ៏ស្អុយរលួយដែលពេលនេះមិនសល់អ្វីក្រៅពីគំនូរបាក់បែកនិងការបំផ្លិចបំផ្លាញនោះឡើយបុរសសក់ក្រហមនិយាយបែបមិនខ្វល់ថាកាលពីពេលថ្មីនេះមានហេតុការណ៍មួយបានកើតឡើងដែលធ្វើឲ្យអ្នកត្រួសត្រាយពីរនាក់ត្រូវបាត់បង់ពណ៌សម្បុរអស់ពីមុនពួកគេធម្មតាសោះតែពេលនេះប្រែជាសូនឈឹងដែលមិនធ្លាប់មានពីមុនមកឡើយហើយសាក់សីថាបានឃើញសត្វចម្លែកដ៏ធំមួយនៅទីនេះបន្ទាប់ពីសត្វចម្លែកនោះបាត់ទៅខេក៏បានបង្ហាញខ្លួនឡើងជាមួយនឹងពណ៌ខ្មៅដំបូងគីដែលវាហាក់ដូចជាមានការរៀបចំទុកជាមុនអញ្ចឹងមកមើលត្រង់នេះទាំងអស់គ្នាបុរសសក់ក្រហមសង្ស័យថាវាជាសមត្ថភាពចម្លែកដែលអាចបឺតយកពណ៌ផ្សេងបានដែលខុសពីច្បាប់ធម្មជាតិទាំងស្រុងតែម្ដងគ្រានោះខេចាប់ផ្ដើមមានអារម្មណ៍ថប់ដង្ហើមនិយាយអ្វីមិនចេញហើយញើសក៏ចាប់ផ្ដើមហូរចេញមកពេញថ្ងាសរបស់គេដោយក្តីបារម្ភគេដឹងច្បាស់ថាបុរសដែលនៅពីមុខគេនេះបានដឹងរឿងគ្រប់យ៉ាងតាំងពីដំបូងមកម្លេះធ្វើឲ្យគេគិតចង់រកផ្លូវគេចចេញពីស្ថានភាពដ៏តានតឹងមួយនេះតើត្រូវរត់គេចឬប្រកាសជាគ្មានផ្លូវទេព្រោះបុរសម្នាក់នេះខ្លាំងក្លាណាស់សូម្បីតែអ្នកប្រើពណ៌ផ្សេងទៀតក៏គោរពគាត់ជាវីរបុរសដែររំពេចនោះភាពតានតឹងក៏រលាយបាត់ទៅវិញនៅពេលដែលបុរសសក់ក្រហមសើចហើយប្រាប់ថាវាគ្រាន់តែជាការសាកល្បងដើម្បីមើលប្រតិកម្មរបស់ខេប៉ុណ្ណោះគាត់បានពន្យល់ថាតួនាទីរបស់គាត់គឺស៊ើបអង្កេតអ្វីដែលបានកើតឡើងនៅទីនេះប៉ុន្តែអ្វីដែលគាត់ចាប់អារម្មណ៍បំផុតនោះគឺសមត្ថភាពរបស់ខេទៅវិញទេមិនថាធម៌ពលនោះមកពីពណ៌ខ្មៅដោយផ្ទាល់ឬជារបស់ខេផ្ទាល់ខ្លួនទេអ្វីដែលសំខាន់គឺវាជាសមត្ថភាពថ្មីស្រឡាងដែលមិនធ្លាប់ឃើញមានពីមុនមកជាធម្មតាសមត្ថភាពពណ៌តែងតែមានច្បាប់ទម្លាប់របស់វាដោយមិនដែលលាយឡំឬជន់គ្នាឡើយប៉ុន្តែធម៌ពលរបស់ខេបែរជាបំពានច្បាប់ទាំងនោះទាំងអស់យោងតាមអ្វីដែលបានឃើញក្នុងការប្រឡងមកខេនឹងមិនទាន់អាចគ្រប់គ្រងវាបាននៅឡើយទេព្រោះការបឺតយកអ្វីគ្រប់យ៉ាងចូលទៅវាមើលទៅគួរឲ្យខ្លាចណាស់ខេព្យាយាមឆ្លើយតបទាំងសំឡេងញ័រទៅត្រើតប៉ុន្តែត្រូវបានបុរសសក់ក្រហមកាត់សម្ដីចោលភ្លាមព្រោះគាត់មានគម្រោងចង់សាកល្បងដែនកំណត់របស់គេតែម្ដងគាត់ចង់វាស់ស្ទង់មើលចម្ងាយឥទ្ធិពលនិងប្រតិកម្មនៃធម៌ពលនោះរួចក៏បញ្ជាឲ្យខេចាប់ផ្ដើមបឺតយកធម៌ពលពីខ្លួនគាត់ផ្ទាល់តែម្ដងខេភ័យស្លន់ស្លោភ្លាមព្រោះគំនិតនេះវាប្រថុយប្រថានខ្លាំងពេកបើមានអ្វីខុសឆ្គងកើតឡើងគឺគ្មាននរណាអាចទីដឹងពីលទ្ធផលដ៏អាក្រក់នោះឡើយខ្ញុំដឹងថាអ្នកទាំងអស់គ្នាក៏កំពុងតែបារម្ភដូចគ្នាប៉ុន្តែបុរសសក់ក្រហមបែរជាសើចចំអកទៅវិញហើយប្រាប់ថាអ្នកទើបតែចាប់ផ្ដើមមិនបាច់រីរ៉ាស់ច្រើនពេកនោះទេគាត់បង្ខំឲ្យខេធ្វើវាដោយគ្មានលក្ខខណ្ឌធ្វើឲ្យខេឈោបែកញើសជោគខ្លួនប៉ុន្តែគេក៏គ្មានជំរឿសក្រៅពីត្រូវធ្វើតាមការបង្គាប់នោះដែរខណៈពេលនោះបុរសសក់ក្រហមគិតថាពណ៌ខ្មៅនេះមានជាប់តាក់ទងនឹងទឹកដីខ្មៅងងឹតដែលជាធម៌ពលបំផ្លាញអ្វីគ្រប់យ៉ាងប្រសិនបើគ្មានការគ្រប់គ្រងឲ្យបានត្រឹមត្រូវប្រសិនបើវាផ្ទុះឡើងខ្លាំងពេកឬមានសត្វចម្លែកនៅក្នុងខ្លួនមនុស្សមែននោះទីក្រុងទាំងមូលនឹងធ្លាក់ក្នុងគ្រោះថ្នាក់ដូច្នេះគាត់ត្រូវតែបញ្ឈប់វាឲ្យទាន់ពេលខេចាប់ផ្ដើមលោកដៃចេញទៅយឺតទាំងមិនសូវមានទំនុកចិត្តប៉ុន្តែវាគឺជាការព្រមទទួលយកជោគវាសនាខណៈដែលដៃរបស់ពួកគេទាំងពីរបានប៉ះគ្នាបុរសសក់ក្រហមបានផ្ដល់ការព្រមានចុងក្រោយថាបើមានរឿងអ្វីកើតឡើងគឺមិនមានជាកំហុសរបស់គាត់ឡើយរួចពន្លឺពណ៌ក្រហមឆ្អៅក៏បានជះចេញពីខ្លួនគាត់កម្ដៅដ៏ខ្លាំងបានកើនឡើងភ្លាមនៅពេលដែលខេចាប់ផ្ដើមបញ្ចេញសមត្ថភាពបឺតយកធម៌ពលដែលពោពេញទៅដោយភាពសាហាវយង់ខ្នងបំផុតវាហាក់ដូចជាមានជាតិដាច់រាវដែលក្ដៅខ្លាំងកំពុងហូរចូលក្នុងខ្លួនរបស់គេធ្វើឲ្យខេមានអារម្មណ៍ឈឺចាប់ស្ទើរតែផ្ទុះចេញមកក្រៅទៅហើយការដកដង្ហើមក៏ប្រែជាពិបាកខ្លាំងព្រោះនេះគឺជាធម៌ពលរបស់វីរបុរសដែលខ្លាំងហួសពីការស្មានដែលខេមិនអាចគ្រប់គ្រងវាបានទាល់តែសោះបុរសសក់ក្រហមសង្កេតមើលយ៉ាងយកចិត្តទុកដាក់ខណៈដែលការបឺតយកធម៌ពលនៅតែបន្តទៅមុខដោយមិនមានការថយចុះសន្ទុះបន្តិចណាឡើយវាហាក់ដូចជាសត្វដែលកំពុងស្រេកឃ្លានយ៉ាងខ្លាំងដែលអាចក្លាយជាការគំរាមកំហែងដល់អ្នកប្រយុទ្ធខ្លាំងបានប្រសិនបើពួកគេមិនមានការប្រុងប្រយ័ត្នខ្ពស់អ្វីដែលគាត់បានឃើញក្នុងការប្រឡងគឺគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះប៉ុន្តែអ្វីដែលមិនទាន់ច្បាស់គឺថាតើធម៌ពលដែលបឺតយកទៅនោះត្រូវបានប្រើប្រាស់យ៉ាងដូចម្តេចរំពេចនោះអណ្ដាតភ្លើងពណ៌ខ្មៅបានឆាបឆេះពេញខ្លួនរបស់ខេហើយវាបានរីករាលដាលយ៉ាងលឿនហួសពីការគ្រប់គ្រងធ្វើឲ្យរូបរាងរបស់គេចាប់ផ្ដើមប្រែប្រួលរាងកាយរបស់គេចាប់ផ្ដើមវិវត្តនិងខូចទ្រង់ទ្រាយទៅជាអ្វីដែលមិនមែនជាមនុស្សខណៈដែលបុរសសក់ក្រហមដើរថយក្រោយបន្តិចទាំងអារម្មណ៍ស្ងប់ស្ងាត់អណ្ដាតភ្លើងកាន់តែឆាបឆេះខ្លាំងឡើងហើយរូបរាងរបស់ខេក៏បានប្រែទៅជាសត្វចម្លែកដែលនេះជាការបញ្ជាក់យ៉ាងច្បាស់ពីទំនាក់ទំនងអាចកំបាំងនោះអ្វីដែលគាត់បានឃើញក្នុងការប្រឡងគឺមិនទាន់អស់ឡើយព្រោះសមត្ថភាពនេះនៅមានអាចកំបាំងច្រើនទៀតដែលត្រូវស្វែងយល់រំពេចនោះអណ្ដាតភ្លើងពណ៌ខ្មៅបានឆាបឆេះពេញខ្លួនរបស់ខេហើយវារីករាលដាលយ៉ាងលឿនហួសពីការគ្រប់គ្រងរាងកាយរបស់គេចាប់ផ្ដើមខូចទ្រង់ទ្រាយនិងប្រែប្រួលទៅជាអ្វីដែលចម្លែកក្រោមសម្ពាធនៃធម៌ពលដ៏មហិមានោះបុរសសក់ក្រហមដើរថយក្រោយបន្តិចទាំងអារម្មណ៍ស្ងប់ស្ងាត់ខណៈដែលអណ្ដាតភ្លើងកាន់តែឆាបឆេះខ្ពស់ទៅយ៉ាងសាហាវមួយសន្ទុះក្រោយមក
រូបរាងរបស់គេក៏ឡើងដូចជាមនុស្សទៀតហើយគឺវាប្រែទៅជាចិត្តដូចសត្វចម្លែកទៅវិញនេះជាការបញ្ជាក់ថាខេពិតជាមានជាប់ពាក់ព័ន្ធនឹងរឿងនេះមែនហើយយើងនឹងតាមដានបន្តទៀតថាតើមានអ្វីកើតឡើងមកអ្នកនឹងខ្ញុំច្បាស់ហើយខេពិតជាពាក់ព័ន្ធនឹងរឿងដែលបានកើតឡើងនៅទីនេះមែនប៉ុន្តែនៅមានអាចកំបាំងច្រើនទៀតដែលយើងមិនទាន់ដឹងមកអ្នកនឹងខ្ញុំនឹងតាមដានរឿងរ៉ាវដ៏រន្ធត់នេះដែលអ្វីចិត្តនឹងផ្ទុះឡើងហើយបុរសសក់ក្រហមត្រៀមចេញដៃរួចគាត់ក៏បងអង្គបន្តិចអ្វីបានប្រែប្រួលសំឡេងមួយបានបន្លឺចេញពីក្នុងខ្លួនគេខ្លាំងជាងមុនថាមពលដែលនៅខាងក្នុងខ្លួនរបស់គេក៏បានហក់ឡើងម្ដងទៀតវាបានរុញច្រានទៅមុខបង្ខំឲ្យគេលែងវាចេញមកកុំឲ្យទប់ទៀតគេបានតស៊ូប្រឆាំងនឹងវាគេបដិសេធវាយ៉ាងដាច់ខាតបង្ខំវាឲ្យចុះទៅវិញការបដោតអារម្មណ៍កាន់តែខ្លាំងដោយប្រើអស់ពីសមត្ថភាពដើម្បីរុញវាគេតាំងចិត្តតែមួយគត់គឺត្រូវបង្ក្រាបវាកំតិចវាចោលភ្លាមនោះដោយគ្មានការប្រមានអ្វីក៏បានបញ្ឈប់ភ្លើងបានរលាយបាត់អស់សម្ពាធក៏លែងមានភាពច្របូកច្របល់ក៏បានរលាយទៅគ្មានអ្វីសេះសល់ឡើយលំហទាំងមូលក៏ប្រែជាស្ងប់ស្ងាត់បុរសសក់ក្រហមឈរនៅទីនោះយ៉ាងស្ងៀមស្ងាត់ការផ្លាស់ប្ដូរនេះលឿនពេករហូតដល់មិនគួរឲ្យជឿគេដកដង្ហើមធំព្យាយាមសម្រួលខ្លួនឡើងវិញអាយបលអ្នកជំនាញខាងពណ៌ដើរចូលមកចិត្តហើយសម្លឹងមើលគេមើលទៅដូចជាគេបង្ខំវាឲ្យចុះទៅវិញបានមែនប៉ុន្តែនៅខាងក្នុងចិត្តគេនៅតែមានអារម្មណ៍តក់ស្លុតនៅឡើយបទពិសោធន៍នេះបានវាយលុកគេពេញទំហឹងវាស្ទើរតែហួសពេលទៅហើយមួយរំពេចនោះគេមានអារម្មណ៍ថាសេចក្តីស្លាប់នៅចិត្តបំផុតការបាត់បង់ការគ្រប់គ្រងបែបនេះនៅចំពោះមុខមនុស្សបែបនេះធ្វើឲ្យអ្វីកាន់តែអាក្រក់គេខំថ្មិញមែនសមត្ថភាពមួយនេះគេនៅមិនទាន់យល់ពីវាច្បាស់នៅឡើយទេរឿងនេះត្រូវតែផ្លាស់ប្ដូរឲ្យលឿនបំផុតគេព្យាយាមទប់លំនឹងខ្លួនឯងនិងបង្ខំចិត្តឲ្យគ្រប់គ្រងវាសារជាថ្មីការបញ្យល់ដ៏លំបាកក៏បានមកដល់ថាមពលដែលគេទទួលបានគឺច្រើនពេកច្រើនជាងការរំពឹងទុកឆ្ងាយណាស់ចំណែកឯបុរសមើលចុះនេះជាកន្លែងដែលបុរសសក់ក្រហមបង្ហាញចរិតពិតគាត់សើចតិចព្រោះរឿងនេះធ្វើឲ្យគាត់អស់សំណើចខ្លាំងណាស់វាជារឿងដែលគួរតែប្រថុយបើចង់បានអ្វីដែលអស្ចារ្យគ្រោះថ្នាក់ក៏មកជាមួយគ្នាដែរគាត់មិនខ្វល់ឡើយការសាកល្បងបានបញ្ចប់ហើយមិនបាច់បន្តទៀតទេរួចសម្ដីរបស់គាត់ក៏បានប្រែប្រួលស្ងប់ស្ងាត់ជាងមុនមានរឿងខ្លះដែលគេត្រូវតែដឹងបុរសសក់ក្រហមគឺជាអ្នកដែលកំពុងដោះស្រាយហេតុការណ៍ដែលពាក់ព័ន្ធនឹងកន្លែងនេះហើយដោយសារតែគេបានឈានជើងចូលមកក្នុងរឿងនេះហើយគេក៏មិនអាចដកថយបានដែរទំនួលខុសត្រូវនេះក៏ធ្លាក់មកលើគេដូចគ្នាការស្វែងរកអ្នកនៅពីក្រោយរឿងនេះក្លាយជាបញ្ហារបស់គេហើយគាត់ដើរចូលមកចិត្តក្រសែភ្នែកកាន់តែមុតស្រួចមានរឿងអ្វីម្យ៉ាងនៅពីក្រោយរឿងនេះទាំងការចាប់អារម្មណ៍និងការសង្ស័យនៅចំពោះមុខគាត់គឺមានមនុស្សម្នាក់ដែលហាក់ដូចជាសមស្របនឹងរឿងនេះពេកហើយគេប្រែជាស្រឡងកាំងអត្តន័យនេះគឺច្បាស់ណាស់គោលដៅនោះអាចជាគេបុរសសក់ក្រហមបន្តនិយាយទៀតស្នាមញញឹមរបស់គាត់កាន់តែរីកធំមានភ្នែកច្រើនណាស់ដែលកំពុងតាមដានរឿងនេះគេបានធ្វើឲ្យខ្លួនឯងលេចធ្លោពេកហើយនៅថ្ងៃនេះនៅពេលដែលព័ត៌មានអំពីពណ៌និងសមត្ថភាពរបស់គេបានរីកសាយភាយការចាប់អារម្មណ៍នឹងមកដល់យ៉ាងលឿនការសង្ស័យនឹងកើតមានការទម្លាក់កំហុសគឺងាយស្រួលបំផុតគាត់បានចង្អុលទៅរកតំបន់ដែលរងការខូចខាតនៅជុំវិញពួកគេសូម្បីតែនៅជាយក្រុងការបំផ្លិចបំផ្លាញក៏នៅតែធំធេងដែរការចំណាយតែម្នាក់ឯងអាចនឹងឡើងដល់ចំនួនដ៏ច្រើនលើសលប់គ្មានផ្លូវដែលគេអាចសងរួចឡើយគំនិតនេះត្រូវបានកាត់ផ្តាច់ភ្លាមលុយកាក់មិនមែនជាបញ្ហាពិតប្រាកដនោះទេបញ្ហាធំបំផុតគឺរបៀបដែលទីក្រុងនឹងវិនិច្ឆ័យលើរូបគេប្រសិនបើសមត្ថភាពរបស់គេត្រូវបានចាត់ទុកថាគ្រោះថ្នាក់លទ្ធផលនឹងប្រែប្រួលការនិរទេសអាចនឹងកើតឡើងឬអាចអាក្រក់ជាងនេះក្រសែភ្នែករបស់បុរសសក់ក្រហមកាន់តែមុតស្រួចការចាប់គេយកទៅធ្វើជាកម្មវត្ថុខ្ញុំដឹងថាអ្នកកំពុងគិតអីហើយគេកំពុងទាល់ច្រកមែនទេទោះមិនមែនជាកំហុសគាត់ក៏គាត់នៅតែពាក់ព័ន្ធដែរគេនៅតែជាប់ជំពាក់នឹងរឿងនេះសំណួរនៅត្រង់ថាតើគេអាចធ្វើអ្វីបានខ្លះបុរសសក់ក្រហមក៏បានខ្វែងដៃយល់គ្នាមានជំរើសតែមួយគត់បើគេមកនៅក្រោមការគ្រប់គ្រងរបស់គាត់អ្វីអាចនឹងត្រូវដោះស្រាយខុសពីនេះគេមិនរុញរាឡើយគេបានអោនលំទោនភ្លាមដើម្បីយល់ព្រមការឆ្លើយតបគឺរហ័សណាស់ប៉ុន្តែបុរសសក់ក្រហមបានខាត់គេព្រោះរឿងនេះវានៅមានច្រើនជាងនេះទៀតគ្មានអ្វីដែលបានមកដោយឥតគិតថ្លៃនោះទេជំនួយនឹងមកជាមួយតម្លៃដែលត្រូវសងគឺជាការតបស្នងគុណគេមិនបានសួរដេញដោលអ្វីឡើយបើប្រៀបធៀបនឹងអ្វីផ្សេងទៀតរឿងនេះគឺតូចតាចណាស់ការសងការខូចខាតគឺមិនអាចទៅរួចទេការខ្លាយជាកម្មវត្ថុនៃការសាកល្បងគឺរត់តែអាក្រក់អ្វីក៏ដោយក៏ល្អជាងរឿងនោះដែរទោះបីជាត្រូវធ្វើអ្វីក៏ដោយក៏គេនឹងធ្វើវាដែរមិនថាពេលវេលាឬការខិតខំបុរសសក់ក្រហមក៏បានបង្ហាញការចាប់អារម្មណ៍ទឹកមុខរបស់គាត់បានប្រែប្រួលពេលនេះវាហាក់ដូចជាមានភាពមុតស្រួចម្យ៉ាងដូចជាមនុស្សដែលកំពុងរកឃើញអ្វីដែលថ្មីដើម្បីសិក្សាបែបនោះឯងពេលវេលាក៏បានកន្លងផុតទៅឆាកជីវិតក៏បានប្រែប្រួលនៅឆ្ងាយពីកណ្ដាលទីក្រុងក្បែរជាយក្រុងមានចលនាខ្លះបានបំបែកភាពស្ងប់ស្ងាត់
សត្វចម្លែកមួយក្បាលពីជួរក្រោយបានកត់សម្គាល់ឃើញអ្វីម្យ៉ាងកំពុងខិតចូលមកជិតយានជំនិះដឹកជញ្ជូនមួយកំពុងធ្វើដំណើរលើដីនៅខាងក្នុងនោះគេកំពុងអង្គុយយ៉ាងស្ងៀមស្ងាត់គំនិតរបស់គេរាស័តអណ្ដែតគេមិនដែលមកឆ្ងាយបែបនេះពីមុនមកទេការជិះយានជំនិះលើដីបែបនេះធ្វើឲ្យគេមានអារម្មណ៍ថាវាជាការពិតនេះគឺជាការចាប់ផ្ដើមជាជំហានពិតប្រាកដដំបូងគេក្នុងការក្លាយជាអ្នកត្រួសត្រាយផ្លូវសម្លេងមួយបានធ្វើឲ្យគេភ្ញាក់ខ្លួនអ្នកជ្រើសរើសថ្មីសក់ពណ៌បៃតងមានអារម្មណ៍មិនស្រណុកក្នុងចិត្តក្រោមក្រសែភ្នែករបស់គេរួចក៏ប្រាប់គេឲ្យអង្គុយឲ្យត្រឹមត្រូវគេក៏បង្វែរចំណាប់អារម្មណ៍ទៅខាងមុខវិញមានមនុស្សពីរនាក់ដែលលេចធ្លោជាងគេគឺក្មេងស្រីសក់ពណ៌ខៀវនិងហ្គេលស្ថានភាពបានប្រែជាតានតឹងនេះលែងជាការត្រៀមខ្លួនទៀតហើយនេះគឺជាការងារពិតប្រាកដវាពិតជាអ្វីដែលគេបានដេញតាមកន្លងមកមែនការចងចាំពីមុនក៏បានត្រឡប់មកវិញបរិសុទ្ធសក់ក្រហមបានពន្យល់គ្រប់យ៉ាងរួចរាល់អស់ហើយគេត្រូវបានគេនាំមកជាមួយដើម្បីធ្វើបេសកកម្មរុករកទីតាំងត្រូវបានជ្រើសរើសរួចរាល់វាគឺជាតំបន់ដែលជ្រៅបំផុតនៅក្នុងតំបន់ដែលមិនទាន់មានការរុករកទីនោះហើយដែលសមត្ថភាពរបស់គេត្រូវការជាចាំបាច់នៅពេលនោះប្រតិកម្មរបស់គេបានបង្ហាញពីមន្ទិលសង្ស័យយ៉ាងច្បាស់បរិសុទ្ធសក់ក្រហមគ្រាន់តែសើចចំអកតែប៉ុណ្ណោះវាមិនមានអ្វីពិសេសនោះទេអ្នកជ្រើសរើសថ្មីទាំងអស់សុទ្ធតែជាផ្នែកមួយនៃបេសកកម្មនេះគេគ្រាន់តែជាម្នាក់ក្នុងចំណោមពួកគេតែប៉ុណ្ណោះមុនពេលឡើងយានជំនិះការណែនាំគឺសាមញ្ញណាស់ផែនការទាំងមូលនឹងត្រូវប្រកាសនៅពេលក្រោយអ្វីដែលគេត្រូវធ្វើគឺបង្ហាញខ្លួននៅទីតាំងដែលបានកំណត់ឲ្យទាន់ពេលវេលាត្រឡប់មកបច្ចុប្បន្នវិញស្ថានភាពកាន់តែច្បាស់នៅពេលដែលហើយជឿខ្ញុំចោះអ្នកនិងខ្ញុំនឹងមិនចង់ខកខាននៅអ្វីដែលនឹងកើតឡើងនៅក្នុងបេសកកម្មនេះឡើយយល់ព្រមអ្នកនិងខ្ញុំនឹងមកតាមដានបន្តទៀតចំពោះការប្រឡងដែលត្រូវរៀបចំឡើងវិញដើម្បីផ្ដល់ឱកាសឲ្យបេក្ខជនខ្លាំងៗផ្សេងទៀតបានបង្ហាញសមត្ថភាពក្នុងចំណោមនោះកម្ពុជាអ្នកខ្លាំងឈ្មោះ L បានសម្រេចចិត្តចូលរួមជាមួយក្រុមរបស់បុរសសក់ក្រហមភ្លាមៗខណៈដែល Gel នៅតែមានអារម្មណ៍មួម៉ៅគេនៅតែមិនអស់ចិត្តដែលត្រូវចាញ់ក្រោមដៃរបស់មនុស្សដូចជា K យ៉ាងងាយស្រួលបែបនេះវាជាការបរាជ័យមួយដែលគេមិនអាចទទួលយកបានឡើយសម្រាប់គេវាគ្រាន់តែជាកំហុសបន្តិចបន្តួចប៉ុណ្ណោះហើយគេជឿថាលើក្រោយអ្វីនឹងមិនដូចមុនទេព្រោះគេច្បាស់ជាអាចយកឈ្នះវិញមិនខានគោលដៅរបស់គេគឺច្បាស់ណាស់គឺការសងសឹកប៉ុន្តែគេនៅតែគិតថាបើគ្មានការរំខានពេលប្រឡងទេលទ្ធផលច្បាស់ជាខុសពីនេះជាក់ជាមិនខានភ្លាមនោះក្មេងស្រីសក់ខៀវក៏បាននិយាយកាត់ដោយមិនញញើតថាការដែលចង់សាក់លបងម្ដងទៀតគឺគ្មានប្រយោជន៍អ្វីទាំងអស់សម្រាប់មនុស្សដូចជាគេនាងជឿថាទោះធ្វើម្ដងទៀតក៏លទ្ធផលនៅតែដដែលគឺ Gel នៅតែត្រូវដួលក្រោមជើងរបស់ K ដដែលព្រោះគម្លាតសមត្ថភាពគឺខុសគ្នាខ្លាំង K ឈរនៅពីលើគេយ៉ាងខ្ពស់ខណៈដែល Gel ចាប់ផ្ដើមផ្ទុះកំហឹងខ្លាំងឡើងចំណែក K ក៏បានត្រឹមតែឈរមើលទាំងស្រឡាំងកាំងគេហាក់ដូចជាមានការងឿងឆ្ងល់នឹងភាពជឿជាក់របស់នាងម្នាក់នេះណាហើយវាហាក់ដូចជាមានទំនាក់ទំនងអ្វីមួយនៅពីក្រោយរវាងពួកគេទាំងពីរប៉ុន្តែគំនិតនោះមិនបានស្ថិតនៅយូរទេព្រោះនាងបានបញ្ជាក់ច្បាស់ថាបើមានអ្នកណាហ៊ានមកប្រជែងជាមួយ K គឺត្រូវឆ្លងកាត់នាងជាមុនសិនឥឡូវសូមតាមដានត្រង់នេះព្រោះរឿងមិនធម្មតាកើតឡើងខណៈដែលពួកគេបានសម្លឹងមើលគ្នាអំឡុងពេលប្រឡងគ្រាន់តែការសម្លឹងមើលគ្នាមួយផ្លែតគឺគ្រប់គ្រាន់ដើម្បីយល់ពីចិត្តគ្នាដោយមិនបាច់ប្រើពាក្យសម្ដីនាងក៏បែរទៅប្រាប់ Gel យ៉ាងម៉ឺងម៉ាត់ប្រសិនបើគេនៅតែបរាជ័យទៀតនោះគួរតែនៅឲ្យស្ងៀមហើយរងចាំមើលទៅខណៈដែល K កំពុងតែជាប់នៅចន្លោះកណ្ដាលរវាងអ្នកទាំងពីរយានដឹកជញ្ជូននៅតែបន្តធ្វើដំណើរទៅមុខជានិច្ចខណៈដែល K កំពុងតែឆ្ងល់ថាតើក្រុមមួយនេះពិតជាអាចសហការគ្នាបានល្អដែរឬទេនៅទីបំផុតពួកគេក៏បានធ្វើដំណើរមកដល់គោលដៅដែលវាជាទីក្រុងបន្ទាយមួយកន្លែងដែលមានភាពអ៊ូអរនិងមានមនុស្សធ្វើការជាច្រើននៅទីនោះក្រុមអ្នកជ្រើសរើសថ្មីបានដើរចេញមកក្រៅស្របពេលដែលកម្មករកំពុងតែមមាញឹកក្នុងការផ្ទេរទំនិញស្បៀងអាហារនិងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត K និងអ្នកផ្សេងទៀតទទួលបានតួនាទីរៀងៗខ្លួនហើយវាបានបង្ហាញច្បាស់ថាទីនេះគឺជាបន្ទាយជួរមុខនៃពួកដនភីយ៉ូញៀយ៉ាងពិតប្រាកដទំហំរបស់វាគឺធំធេងជាងអ្វីដែលគេធ្លាប់ឃើញកាលពីមុនដែលកាលនោះគេតែងតែចូលទៅក្នុងតំបន់ងងឹតតែម្នាក់ឯងដោយគ្មានការរៀបចំត្រឹមត្រូវប៉ុន្តែឥឡូវនេះអ្វីត្រូវបានរៀបចំយ៉ាងល្អបំផុតទាំងគ្រឿងបរិក្ខារនិងរចនាសម្ព័ន្ធការពារដែលនេះគឺជាស្តង់ដាររបស់ពួកកម្រិត S ដ៏មានឥទ្ធិពលអ្វីពិតជាមានប្រសិទ្ធភាពខ្លាំងណាស់ស្រាប់តែមានអ្វីមួយមកប៉ះពាល់របស់គេយ៉ាងស្រាលដែលធ្វើឲ្យគេត្រូវងាកទៅមើលទាំងការភ្ញាក់ផ្អើលម៉ារីកំពុងឈរនៅទីនោះហើយនាងដឹងភ្លាមថា K កំពុងតែភ្លេចខ្លួនគិតរឿងអ្វីផ្សេងខណៈដែលគេមិននឹកស្មានថានាងមកទីនេះដែរម៉ារីបានឆ្លើយតបយ៉ាងធម្មតាថានេះគឺជាបេសកកម្មដំបូងរបស់គេដូច្នេះនាងមិនអាចខកខានក្នុងការមកមើលនិងជួយគាំទ្រគេបានឡើយ K នៅតែបន្តសម្លឹងមើលជុំវិញបន្ទាយទាំងមូលដែលពោពេញដោយការរៀបចំយ៉ាងមានសណ្ដាប់ធ្នាប់ស្រាប់តែម៉ារីបានរំលឹកដល់រឿងមួយទៀតនាងប្រាប់ថានីរ៉ូក៏នៅទីនេះដែរហើយភ្លាមនោះសត្វតូចមួយក្បាលក៏បានរត់មកយ៉ាងលឿនសម្ដៅមករក K ដោយក្តីត្រេកអរជាខ្លាំងអ្នកនិងខ្ញុំច្បាស់ជាដឹងហើយថានីរ៉ូមិនអាចនៅឆ្ងាយពីគេបានទេ K ក៏មានអារម្មណ៍ធូរស្រាលនិងអរគុណនាងដែលបានជួយមើលថែវាម៉ារីមិនប្រកាន់ទេព្រោះសម្រាប់នាងនីរ៉ូគឺដូចជាសមាជិកគ្រួសារម្នាក់អញ្ចឹងហើយបេសកកម្មនេះក៏មានសារៈសំខាន់ខ្លាំងសម្រាប់នាងដូចគ្នាការចូលរួមជាមួយកងកម្លាំងដនគឺឱកាសដ៏កម្រមួយដើម្បីបង្ហាញសមត្ថភាពពិតរបស់នាងដែលបទពិសោធន៍បែបនេះមិនមែនងាយនឹងទទួលបាននោះទេមុនពេលពួកគេនិយាយគ្នាបន្តសំឡេងប្រកាសអាសន្នមួយបានបន្លឺឡើងពេញបន្ទាយដើម្បីហៅអ្នកជ្រើសរើសថ្មីទាំងអស់ឲ្យមកជួបជុំគ្នាភ្លាមប្រតិបត្តិការហៀបនឹងចាប់ផ្ដើមហើយ
ក្នុងនោះការចូលទៅក្នុងតំបន់ងងឹតគឺជារឿងបន្ទាប់ដែលធ្វើឲ្យ K ត្រូវត្រៀមខ្លួនចេញដំណើរភ្លាមគេមិនមានពេលនៅយូរឡើយក៏សម្រេចចិត្តបញ្ជូន Nero ទៅឲ្យ Marie វិញដើម្បីឲ្យនាងជួយមើលថែបន្តខណៈដែលនាងយល់ព្រមភ្លាមប៉ុន្តែនាងបានបញ្ជាក់យ៉ាងច្បាស់ថាគេមិនត្រូវធ្វើអ្វីដែលប្រថុយប្រថានដល់ជីវិតឡើយ K ក៏បានឆ្លើយតបយ៉ាងខ្លីរួចក៏ដើរចេញទៅបាត់ខណៈដែលគេដើរចេញទៅ Marie ចាប់ផ្ដើមកត់សម្គាល់ឃើញការប្រែប្រួលរបស់ Nero ដែលវាហាក់ដូចជាកំពុងតែមានរឿងអ្វីមួយមិនប្រក្រតីនាងព្យាយាមលួងលោមវាប៉ុន្តែភ្លាមនោះរាងកាយរបស់វាប្រែជាតឹងតែងហើយក៏រត់សម្ដៅទៅរក K យ៉ាងលឿនបំផុតដែលនាងនឹកស្មានមិនដល់នាងបានស្រែកហៅទាំងក្តីបារម្ភប៉ុន្តែវាហាក់ដូចជាយឺតពេលទៅហើយព្រោះ Nero បានលោតទៅមុខហើយក៏បាត់ខ្លួនទៅយ៉ាងអាតកំបាំងវាបានលិចចូលទៅក្នុងស្រមោលរបស់ K តែម្ដងធ្វើឲ្យ Marie ឈរថ្លឹងទាំងភាពងឿងឆ្ងល់និងមិនយល់ពីអ្វីដែលកំពុងតែកើតឡើងនាងព្យាយាមហៅគេម្ដងទៀតប៉ុន្តែវាហួសពេលទៅហើយព្រោះក្រុមអ្នកជ្រើសរើសផ្សេងទៀតបានមកជុំគ្នាជុំវិញ K បាត់ទៅហើយនាងហាក់ដូចជាមានការស្ទាក់ស្ទើរនិងមិនដឹងថាគួរធ្វើបែបណាឡើយប្រហែលជាវាជារឿងធម្មតាក៏ថាបានប៉ុន្តែការសង្ស័យនៅតែមាននៅកន្លែងផ្សេងទៀតប្រតិបត្តិការចាប់ផ្ដើមមានរូបរាងឡើងវិញហើយដោយក្នុងនោះក្រុមអ្នកជ្រើសរើសត្រូវបានបែងចែកជា3ក្រុមធំភាពច្របូកច្របល់ពីមុនត្រូវបានជំនួសដោយសណ្ដាប់ធ្នាប់ស្របពេលដែលមានមន្ត្រីម្នាក់បានដើរចេញមកដើម្បីចេញបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតពេលវេលានៃការរៀបចំត្រូវបានបញ្ចប់ហើយពួកគេហៀបនឹងចូលទៅក្នុងតំបន់ងងឹតជាមួយនឹងការព្រមានថាការរស់រានមានជីវិតគឺជាអតិភិបរបាយការណ៍ពីតំបន់21បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះមានវត្តមានសត្វចម្លែកដែលមិនធ្លាប់ស្គាល់បានបង្ហាញខ្លួននៅទីនោះលើសពីនេះទៅទៀតគេក៏បានរកឃើញសាកសពសត្វកម្រិត A នៅក្បែរនោះផងដែរដែលរឿងនេះបានធ្វើឲ្យស្ថានភាពប្រែជាតានតឹងខ្លាំងមនុស្សគ្រប់គ្នាត្រូវបានបង្កប់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ស្រាប់តែមាននរណាម្នាក់បានរត់មកពីក្រៅយ៉ាងប្រញាប់ដើម្បីរាយការណ៍រឿងបន្ទាន់គេបានហៅអាគ្រិនធាទាំងដង្ហើមញាប់ញ័រហើយបានរាយការណ៍ថាមេដឹកនាំសក់ក្រហមបានដឹកនាំក្រុមអ្នកជ្រើសរើសថ្មីចេញទៅបាត់ហើយជឿខ្ញុំចុះអ្នកនិងខ្ញុំច្បាស់ជាចង់ដឹងបន្តហើយព្រោះពួកគេបានចាក់ចេញពីជួរដោយគ្មានការអនុញ្ញាតដែលរឿងនេះពិតជាមិនគួរឲ្យជឿឡើយតោះមកតាមដានជាមួយខ្ញុំនៅដំណើរផ្សងព្រេងដ៏អស្ចារ្យបំផុតមួយដែលអ្នកនិងខ្ញុំមិនធ្លាប់បានឃើញពីមុនមកឡើយនេះមិនមែនជារឿងដែលនឹកស្មានមិនដល់នោះទេព្រោះនេះជាចរិតពិតរបស់គេបញ្ហាតែងតែតាមគេជានិច្ចនាងប្រញាប់បញ្ជាទៅកាន់មន្ត្រីជាន់ខ្ពស់នាំអ្នកថ្មីទាំងនោះត្រឡប់មកវិញដោយសុវត្ថិភាពប៉ុន្តែទោះបីជាមានបញ្ហាយ៉ាងណាក៏ដោយអ្វីហាក់ដូចជាច្បាស់ណាស់ថា Red មិនបានទៅតាមផ្លូវដែលបានក្រុងទុកនោះទេក្រុមរបស់គេកំពុងតែឆ្ពោះទៅរកគោលដៅផ្សេងទៀតដែលឆ្ងាយពីផ្លូវដើមនៅជ្រៅក្នុងភ្នំថ្មខ្មៅងងឹតអ្វីមួយយ៉ាងចាប់ផ្ដើមមានចលនាដៃមួយបានលូកចេញពីក្នុងដីនៅពីក្រោយអប់ផ្លូវដ៏ក្រាស់ផ្លូវដ៏វែងឆ្ងាយបានលាតសន្ធឹងទៅមុខវាជាផ្លូវរបស់ K Gale និងក្មេងស្រីសក់ខៀវដើរតាមពីក្រោយគេពួកគេត្រូវបានដឹកនាំដោយ Red K បានសួរថាតើផ្លូវនេះពិតជាអាចទុកចិត្តបានដែរឬទេ Red បញ្ជាក់ថាគោលដៅពួកគេមិនជាប់តាក់ទងនឹងបេសកកម្មចម្បងឡើយ Gale បានយល់ស្របហើយនិយាយថាអ្នកចំណូលថ្មីគ្រប់រូបសុទ្ធតែមានសមត្ថភាពពេលនោះហើយដែល K ចាប់អារម្មណ៍ឃើញមានមនុស្សពីរអ្នកទៀតដើរតាមគេបានសួរដេញដោល Red ព្រោះផែនការមុននេះហាក់ដូចជាមានតែគេម្នាក់ឯង Gale មិនខ្វល់ខ្វាយពីការដើរយឺតជាង K ឡើយក្មេងស្រីសក់ខៀវក៏បានចូលរៀនដែរព្រោះនាងចង់ដឹងពីវិធីហ្វឹកហាត់ដ៏អស្ចារ្យរបស់ Red នាងមិនចង់ឲ្យ K បន្ទោបណ្ដានេះតែម្នាក់ឯងឡើយ Red ដកដង្ហើមធំគេសារភាពថាមិនដែលចង់ណែនាំនរណាម្នាក់គ្រប់ជំហានបែបនេះឡើយប៉ុន្តែដរាបណាគេនៅទីនេះគ្មាននរណាម្នាក់នឹងរងគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយគេញញឹមយ៉ាងមុតស្រួចរួចរំលឹកពួកគេថាគេក៏ជាសមាជិកក្រុមដែរបន្ទាប់មកគេក៏បានដេញពួកគេឲ្យបន្តដំណើរទៅមុខពីខាងក្រោយ Red ឥឡូវនេះសូមមើលឈុតនេះទាំងអស់គ្នាព្រោះវាជាកន្លែងដែលសមរភូមិដ៏រំភើបពិតប្រាកដកំពុងតែចាប់ផ្ដើមផ្ទុះឡើងហើយក្មេងស្រីសក់ខៀវបានស្ទុះទៅរារាំងសត្វសាហាវនោះភ្លាមដាវទឹកកករបស់នាងបានចាក់ទម្លុះខ្លួនវាហើយបង្កកវានៅនឹងកន្លែងនាងឈប់បន្តិចដើម្បីដកដង្ហើមរួចសួរខ្លួនឯងថាតើនេះគឺជាធម្មជាតិពិតរបស់ទឹកដីខ្មៅមែនដែរឬទេនាងដឹងយ៉ាងច្បាស់ថាការប្រយុទ្ធពិតប្រាកដគឺខុសគ្នាដាច់ពីការវឹកហាត់នាងត្រូវបង្ខំចិត្តទប់កម្លាំងព្រោះនាងត្រូវចេះគ្រប់គ្រងធម៌ពលឲ្យបានល្អបំផុតការប្រើប្រាស់ធម៌ពលច្រើនពេកនឹងធ្វើឲ្យនាងឆាប់អស់កម្លាំងរាល់ចលនាទាំងអស់ត្រូវតែគណនាឲ្យបានហ្មត់ចត់បំផុតផ្នែករបស់នាងសម្លឹងទៅកាន់ K ទោះជាយ៉ាងណាក៏ដោយនាងមិនសុខចិត្តដើរតាមពីក្រោយគេឡើយនាងមានអារម្មណ៍ថាមានអ្វីមួយយ៉ាងមិនប្រក្រតីនាងបានសួរគេថាហេតុអ្វីបានជាគេមិនប្រើ Spoid Gale បានឆ្លើយយ៉ាងជឿជាក់ថាសូម្បីតែពេលប្រឡងចូល K ក៏មិនដែលពឹងផ្អែកលើវាដែរវាមានតម្លៃថ្លៃពេកហើយគេជ្រើសរើសប្រយុទ្ធដោយគ្មានវាចម្លើយនេះពិតជាធ្វើឲ្យពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង Gale ដែលកំពុងនិយាយយ៉ាងមានទំនុកចិត្តក៏ស្រឡំកាំងនៅពេលដឹងការពិត K បានបញ្ជាក់យ៉ាងច្បាស់ថាគេមិនដែលប្រើវាឡើយពួកគេទាំងពីរសម្លឹងមើលគេហាក់ដូចជាគេជាមនុស្សមកពីភពផ្សេងជឿខ្ញុំចុះអ្វីដែលអ្នកនិងខ្ញុំកំពុងតែឃើញនៅពេលនេះគឺជារឿងដែលមិនគួរឲ្យជឿឡើយព្រោះគេបានបំពេញច្បាប់ដែលគ្មាននរណាម្នាក់ហ៊ានសាកល្បងពីមុនមក Spot គឺជាឧបករណ៍មូលដ្ឋានសម្រាប់អ្នកត្រួសត្រាយផ្លូវដើម្បីរួមបញ្ចូលពណ៌និងកម្ចាត់សត្វចម្លែកប៉ុន្តែ K បានប្រយុទ្ធដោយប្រើតែកម្លាំងផ្ទាល់ខ្លួនប៉ុណ្ណោះទំនុកចិត្តរបស់ Gale បានរង្គោះរង្គើយ៉ាងខ្លាំងបន្ទាប់ពីបានដឹងពីការពិតមួយនេះ
ដៃរបស់គេញាស់នៅពេលនឹកឃើញដល់ការប្រយុទ្ធគ្នាមុននេះគេបានចាញ់អ្នកដែលមិនទាំងមានស្ពយជាប់ខ្លួនផងនោះគេខំធ្មេញយ៉ាងណែនដោយក្តីខកចិត្តនៅក្នុងចិត្តគេបានតាំងចិត្តយ៉ាងមុតមាំថាថ្ងៃណាមួយគេនឹងយកឈ្នះខេដោយប្រើកម្លាំងផ្ទាល់ខ្លួនរបស់គេឲ្យបាននៅពីក្រោយពួកគេ Red កំពុងតែសង្កេតមើលដោយក្តីរីករាយភាពតានតឹងរវាងអ្នកថ្មីទាំងពីរនេះគឺជាអ្វីដែលគេចង់ឃើញបំផុតការប្រកួតប្រជែងបែបនេះជឿខ្ញុំចុះអ្នកនិងខ្ញុំនឹងឃើញថាការតស៊ូរបស់ពួកគេកាន់តែជក់ចិត្តដិតអារម្មណ៍ខ្លាំងឡើងចាប់ពីពេលនេះទៅហើយគេក៏បានដេញពួកគេឲ្យបន្តដំណើរទៅមុខទៀតព្រោះពួកគេជិតដល់គោលដៅហើយប្រសិនបើខំប្រឹងបន្តិចទៀតការងារនេះនឹងត្រូវបញ្ចប់ដើម្បីអបអរសាទរ